អង្គុយលើផ្ទះលើដើម្បីបាញ់ខ្មោចព្រៃក្នុងអំឡុងជីវិតមួយរបស់ខ្ញុំធ្លាប់ជាមនុស្សម្នាក់ញៀននឹងការដើរព្រៃខ្លាំងណាស់ហើយការចូលព្រៃបាញ់សត្វនោះគឺសប្បាយព្រោះខ្ញុំចូលចិត្តវាព្រោះវាធ្វើឲ្យមានការប្រកួតប្រជែងនិងមានការរំភើបផងដែរយើងមិនដឹងទេថារាល់ពេលយើងចូលព្រៃនីមួយយើងត្រូវជួបអ្វីខ្លះខ្ញុំនៅពេលដែលនៅមានកម្លាំងនិងនៅជាយុវជនខ្ញុំបានមកធ្វើការនៅទីក្រុងខ្ញុំមកពីជនបទមករស់នៅទីក្រុងពេលចាប់ផ្ដើមមានប្រាក់និងអាចសន្សំប្រាក់បានខ្ញុំក៏យកប្រាក់នោះទៅធ្វើអ្វីដែលខ្ញុំចូលចិត្តគឺធ្វើដំណើរចូលព្រៃដើម្បីស្វែងរកសត្វនានាតាមរឿងរ៉ាវនៃជីវិតខ្ញុំត្រូវប្រាប់ជាមុនសិនថានៅពេលនោះព្រៃនៅមានសម្បូរបែបខ្លាំងណាស់ដល់ថ្នាក់ដែលត្រូវជួលអ្នកបាញ់សត្វដែលមានជំនាញខ្ពស់ដើម្បីនាំចូលទៅក្នុងព្រៃព្រោះសម័យនោះនៅមានសត្វស្លាប់មនុស្សនិងសត្វបរិភោគសាច់ជាច្រើនព្រៃក៏នៅជាព្រៃពិតមិនមែនជាឧទ្យានដូចសប្តាហ៍ថ្ងៃទេវាមិនមានសញ្ញាអ្វីឲ្យចងចាំឡើយត្រូវតែជាមនុស្សដែលស្គាល់ផ្លូវប៉ុណ្ណោះមុខរបរជាអ្នកបាញ់សត្វព្រៃនៅពេលនោះក៏រកងាយផងដែរមានមនុស្សនាំភ្ញៀវចូលព្រៃច្រើនប៉ុន្តែរកអ្នកបាញ់សត្វជំនាញខ្ពស់ម្នាក់នេះជារឿងធំមែនទេក្រៅពីត្រូវតែអាចរស់រានមានជីវិតផ្ទាល់ខ្លួនអ្នកនាំក៏ត្រូវថែរក្សាសមាជិកក្រុមដែលខ្លួននាំចូលព្រៃរឿងនៃមន្តអាគមនិងសិល្បៈអាថ៌កំបាំងក៏ត្រូវបានចាត់ទុកថាជារឿងចាំបាច់ពាក់ព័ន្ធនឹងការចូលព្រៃដូចគ្រប់គ្នាដឹងមានរឿងរ៉ាវនិងរឿងព្រេងនានាដែលត្រូវបាននិយាយបន្តគ្នាយូរហើយមិនថាជារឿងសក្ខ្លាក្មេងសមិញអាថ៌កំបាំងផ្លូវភ្នែកបិសាចព្រៃឬរឿងអាថ៌កំបាំងផ្សេងទៀតលាក់ខ្លួនស្រមោលងឹតព្រៃស្មុគស្មាញបើគ្មានវិជាអាគមវិញគឺដូចជានាំជីវិតទៅបោះបង់ចោលការស្វែងរកអ្នកនាំព្រៃម្នាក់ដើម្បីនាំផ្លូវខ្ញុំក៏ត្រូវជ្រើសរើសឲ្យបានល្អព្រោះវាមានន័យថាជីវិតទាំងអស់របស់យើងត្រូវផ្ដល់ជូនគាត់នោះចំណែកខ្ញុំមកដល់ទីនេះខ្ញុំក៏មានអ្នកនាំព្រៃដែរឯកដែលតែងតែប្រើសេវាកម្មរបស់គាត់ជានិច្ចរឿងនោះខ្ញុំស្ងប់ចិត្តមិនបារម្ភទេអ្នកនាំព្រៃនោះឈ្មោះថាព្រៃខំរឿងដែលគេហៅគាត់ថាតាខំនោះហើយគាត់ជាអ្នកនាំព្រៃនៅតំបន់ព្រៃជិតព្រំដែនខ្មែរដែលខ្ញុំជួបនៅពេលដែលខ្ញុំទៅដើរលេងព្រៃកាលមុនវាក៏សំស្របណាស់ព្រោះខ្ញុំចូលចិត្តទៅតាមផ្លូវព្រៃខ្មែរដោយសារតែមានសត្វជាច្រើនអាចឃើញបានហើយថែមទាំងជាព្រៃដែលមានភាពសម្ងាត់សម្ងាញ់វាបង្កើតអារម្មណ៍ចង់សាកល្បងហើយធ្វើឲ្យមានការរំភើបពេលដែលបានចូលទៅក្នុងព្រៃនោះខ្ញុំគិតតែចង់សប្បាយប៉ុណ្ណោះព្រោះមិនទាន់ធ្លាប់ជួបគ្រោះថ្នាក់ព្រៃពិតសោះដោយសារអ្នកនាំព្រៃមានជំនាញល្អរកផ្លូវគេចផ្លូវគប់រួចរាល់ហើយគាត់បានរួងរាប់ម្ដងហើយក៏ចាប់ផ្ដើមមានទំនុកចិត្តខ្លាំងខ្ញុំក៏ក្លាយជាមនុស្សនិយាយរហ័សនិយាយចេញមកក៏កាន់តែខ្លាំងខ្ញុំដឹងខ្លួនឯងដែរប៉ុន្តែអារម្មណ៍ក្មេងកំពុងសប្បាយវាធំជាងការត្រួតពិនិត្យខ្លួនឯងលើកនេះក៏ដូចគ្នាខ្ញុំមានពេលទំនេរពីការងារធ្វើជាប្រចាំជិត1 ខែដូច្នេះក៏ស្វែងរករឿងចេញទៅដើរព្រៃម្ដងទៀតខ្ញុំបានទូរស័ព្ទទៅអ្នកនាំព្រៃដើម្បីកំណត់ពេលមុនមើលថាគាត់យល់ដូចម្ដេចស្ថានសុខក៏គ្រប់គ្រងនឹងសកម្មភាពនេះដែរព្រោះអ្នកនាំព្រៃក៏ទំនេរដែរដូច្នេះខ្ញុំក៏យល់ព្រមទៅជាមួយគាត់ទៅតំបន់ព្រៃកម្ពុជាម្ដងទៀតលើកនេះខ្ញុំគិតថានឹងទៅបាញ់សត្វដើម្បីសាកល្បងកាំភ្លើងថ្មីផងដែរវាជាកាំភ្លើងវែងប្រភេទដែលជនបរទេសប្រើសម័យនោះហើយក៏ត្រូវចាត់ថាជាកាំភ្លើងល្អទំនើបមួយផងដែរខ្ញុំគិតថានឹងយកស្ពាយឲ្យមើលស្អាតដើម្បីបង្ហាញអ្នកនាំព្រៃដែលមានតែដងកាំភ្លើងឈើចាស់គេនិយមប្រើបន្ទាប់មកខ្ញុំក៏រៀបចំសម្ភារៈដែលចាំបាច់ដាក់ចូលក្នុងកាបូបរួចរាល់ពេលដល់ថ្ងៃធ្វើដំណើរខ្ញុំក៏បើកឡានចេញពីទីក្រុងដោយមានគោលដៅទៅកាន់តំបន់ជ្រៅជ្រះនៅចុងព្រំដែនខ្ញុំចំណាយពេលបើកឡានពីរាជធានីមកដល់ភូមិរបស់អ្នកនាំព្រៃប្រហែល4 ថ្ងៃទៅដល់នេះគឺមិនទាន់ភ័ន្តផ្លូវសោះទេលើកមុនខ្ញុំចំណាយពេលជិត2 សប្តាហ៍មិនដឹងថាខ្ញុំភ័ន្តផ្លូវទៅណាខ្លះដែរពេលនោះអ្វីដែលគេហៅថា GPS វានៅមិនទាន់មានទេផ្លូវគឺស្ថិតនៅលើមាត់មនុស្សគឺស្រួលណាស់គ្រាន់តែសួរប្រជាពលរដ្ឋនៅតំបន់នោះភ័ន្តផ្លូវរហូតដល់មិនភ័ន្តផ្លូវទៀតលើកនេះខ្ញុំបានកំណត់ត្រាថ្មីគឺមិនភ័ន្តផ្លូវសោះប្រហែលមានបង្វើខុសតិចតួចប៉ុន្តែអានោះគំរាប់ចូលរហូតដល់ខ្ញុំមកដល់ភូមិដែលស្គាល់ស្និទ្ធស្នាល
មនុស្សគ្រប់គ្នាដែលធ្លាប់បានជួបមុខគ្នាក៏ចាំខ្ញុំបានហើយសួរសុខទុក្ខនិយាយជាមួយខ្ញុំយ៉ាងស្និទ្ធស្នាលខ្ញុំក៏អស់សំណើចថាពួកគេអាចចាំមនុស្សបានច្បាស់ណាស់មិនយូរប៉ុន្មានលោកព្រៃឈើខំក៏ត្រឡប់ពីច្រាំងព្រៃដឹកអ្វីពីព្រៃមកពេញដៃលោកអាចចាប់បានក្តាន់ក្របីព្រៃក្រពើនិងសត្វផ្សេងទៀតដែលខ្ញុំមិនស្គាល់ទេលោកឲ្យអ្នកស្រាវជ្រាវដាក់លើទិសឬដាក់ក្នុងដំបងយកត្រឡប់មកភូមិវិញខ្ញុំចាំបានច្បាស់ថាលោកអាចបាញ់សត្វគ្រប់យ៉ាងដែលជួបលើកលែងតែដំរីដែលគេរាប់ថាជាសត្វសំខាន់របស់ប្រទេសសត្វព្រៃសម័យនោះមានច្រើនណាស់ដូច្នេះយកសត្វធ្វើម្ហូបក៏ងាយស្រួលផងដែរខ្ញុំឃើញកាំភ្លើងវែងធម្មតានៅផ្លាឆៃហើយគិតថាប្រសិនយកកាំភ្លើងសម័យថ្មីប្រើដូចជាប្រភេទម៉ាកាស៊ីនបាញ់លឿនឬប្រព័ន្ធបាញ់បន្តបន្ទាប់ឬកាំភ្លើងកែតម្រូវបានប្រសិនបើបាញ់មិនត្រូវគោលដូចព្រានទេនោះប្រកាសជាអស់មុខមាត់ហើយកូនប្រុសក៏មិនអាចបួសបានយប់នោះពួកយើងរួមលេងច្រៀងលេងគ្នាតាមរបៀបមនុស្សជនបរទេសបានសាច់សត្វសាច់ដែលបានចែកគ្នាហូបប្រសិនបើនៅសល់ក៏យកអំបិលថែមទុកសម្រាប់ពេលក្រោយតាមធម្មតាព្រះបាទជាអ្នកចម្អិនម្ហូបប្រចាំភូមិគាត់ដាំបាយដោយប្រើខ្ទះធំបុកទឹកម្ទេសយកស្លឹកស្មៅស្លឹកបន្លែធ្វើម្ហូបផ្សេងចែកគ្នាហូបទាំងជនជាតិថៃនិងជនជាតិខ្មែរខ្ញុំទទួលស្គាល់ចំពោះស្នាដៃធ្វើម្ហូបរបស់គាត់បានរស់នៅជាមួយគ្នាដូចបងប្អូនដោយមានទំនាក់ទំនងល្អនិងចិត្តសប្បុរសមិនបែងចែកជាតិពូជទេបញ្ចប់ការងារពេលល្ងាចអាចផឹកស្រាញ៉ាំថ្នាំខ្លះផងតែភាគច្រើនជាស្រាអ៊ូឬស្រាបន្លែតាមសម្រុំដើម្បីបំបត្តិភាពនឿយហត់យប់នោះខ្ញុំមិនចូលរួមសប្បាយអ្វីច្រើនទេព្រោះថ្ងៃស្អែកត្រូវធ្វើដំណើរខ្ញុំក៏ខ្លាចអស់កម្លាំងដូច្នេះខ្ញុំសុំចេញទៅគេងរហូតដល់ព្រឹកថ្ងៃក្រោយព្រានបានមកបញ្ញាខ្ញុំបន្ទាប់ពីលាងមុខរួចយើងក៏ចាប់ផ្ដើមធ្វើដំណើរចូលព្រៃជាមួយព្រានខ្មៅនិងសមាជិកក្រុមរបស់គាត់ម្នាក់ទៀតឈ្មោះតាគឺសរុបមាន3នាក់ពេលចូលព្រៃចាប់ផ្ដើមការសប្បាយចិត្តនិងការនិយាយលេងរបស់ខ្ញុំក៏ចាប់ផ្ដើមដំណើរការឡើងវិញទោះមិនទាន់បានជួបឆ្កែព្រៃសំបីតែមួយក្បាលក៏ដោយតែឆ្កែក្នុងមាត់ខ្ញុំវិញវាក៏ចាប់ផ្ដើមស្រែកហៅផងចាប់ផ្ដើមសួរអំពីរឿងអាចកំបាំងមិនគួរសួរឡើយហើយនិយាយលេងថាបើជួបខ្មោចនឹងបាញ់វាខ្ញុំក៏មើលងាយអ្វីការពារព្រៃដោយសារតែសប្បាយមាត់ខ្ញុំរហូតដល់ព្រានខ្មៅចាប់ផ្ដើមមិនសប្បាយហើយគាត់ព្យាយាមនិយាយបញ្ចប់ប្រធានបទនេះដើម្បីឲ្យខ្ញុំបដូរទៅនិយាយរឿងផ្សេងពួកយើងដើរគ្នានៅក្នុងព្រៃរហូតដល់កន្លែងមួយដែលព្រានសាងសង់សម្រាប់បាញ់សត្វខ្ញុំចាប់យកអាវុធគូជីវិតរបស់ខ្ញុំហើយបាញ់គ្រប់អ្វីដែលខ្ញុំជួបដោយអារម្មណ៍សប្បាយខណៈពេលកំពុងបាញ់ខ្ញុំបាននិយាយថាចង់ជួបអ្វីមួយដែលមិនមែនជាសត្វវានឹងល្អជាងនេះថាតើគ្រាប់កាំភ្លើងអាចសម្លាប់បានយ៉ាងដូចម្ដេចត្រឹមតែប៉ុណ្ណោះបន្ទាប់ពីខ្ញុំនិយាយចប់ពីបរិយាកាសស្ងប់ស្ងាត់វាបានคล้ายជាមានខ្យល់បក់ខ្លាំងឡើងភ្លាមរហូតដល់ស្លឹកឈើនៅតំបន់នោះត្រូវបានបក់ឡើងយ៉ាងខ្លាំងសំឡេងសត្វតូចធំទាំងអស់ក៏ស្ងៀមស្ងាត់សត្វសត្វបក្សីយប់ក៏ភ្ញាក់ផ្អើលហោះគេចខ្លួនចេញទៅអ្នកប្រមាញ់បានចូលមកនិយាយជាមួយខ្ញុំដោយមុខមាត់ធ្ងន់ធ្ងរគាត់សួរខ្ញុំថាមុននេះខ្ញុំបាននិយាយអ្វីចេញទៅដឹងទេវាមានន័យថាម៉េចបន្ទាប់មកក៏មានសំឡេងមួយលេចឡើងមកជាមួយខ្យល់ដូចជាត្រូវខ្យល់បក់មកពីទីកន្លែងឆ្ងាយវាជាសំឡេងស្រែករបស់អ្វីមួយដែលខ្ញុំមិនធ្លាប់បានឮសោះវាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលណាស់សំឡេងនោះស្រដៀងនឹងសំឡេងមនុស្សផងដែរតែតើនរណាអាចមកស្ថិតនៅក្នុងព្រៃបែបនេះហើយនរណាអាចបញ្ចេញសំឡេងខ្ពស់និងខូចបែបនោះបានវាស្រដៀងនឹងសំឡេងមនុស្សក៏ដោយប៉ុន្តែវាមិនមែនសំឡេងមនុស្សទេខ្ញុំធ្វើឲ្យរឿងវឹកវរព្រានខំយកគ្រាប់កាំភ្លើងដាក់ក្នុងកាំភ្លើងដែលយកមកជាមួយផងដែរព្រាននិយាយថាអ្នកចង់ជួបមែនទេលើកនេះឆាប់អ្នកនឹងឃើញតាមចិត្តត្រៀមកាំភ្លើងឲ្យរួចរាល់ប្រសិនបើមិនដូច្នោះទេយើងនឹងស្លាប់គ្រប់គ្នាមិនយូរប៉ុន្មានសំឡេងហើយនោះក៏នៅជិតមកដល់ខ្ញុំឲ្យខ្ញុំឃើញស្រមោលភ្លឺនៅពីក្រោយដើមឈើជាសត្វមួយដែលឈរដោយជើងពីរដូចមនុស្សខ្ញុំមិនរងចាំឲ្យឃើញពេញមុខទេបានគ្របកាំភ្លើងចេញភ្លាមនោះសត្វភាសព្រៃរៀងស្គុំស្កាំងនោះបានលោតឡើងលើដើមឈើយ៉ាងលឿនហើយវាបានជិះឡើងលោកព្យាយាមសូត្រមន្តដើម្បីការពារនៅដើមឈើមិនឲ្យវាឡើងមកបានដូច្នេះវាបានជិះទៅដើមឈើផ្សេងទៀតហើយបង្វិលមុខមករកពួកយើងពេលវាប្រឈមមុខជាមួយគ្រប់គ្នា
វាបានបញ្ឈប់ការដើរហើយយឺតដើរចូលមកយ៉ាងស្ទាក់ស្ទើរដើរចូលមកបន្តិចសំឡេងកំហឹងរំភើបគេបានប្រញាប់ដៃទៅយកកាំភ្លើងបាញ់ស្ទូកពីរដែលបានដាក់គ្រាប់កាំភ្លើងដៃខ្លួនមកកាន់ដៃរបស់ខ្លួនភ្លាមហើយលើកឡើងបង្ហាញទៅលើវាមនុស្សជួយដែលមកជាមួយបានប្រញាប់ដៃចាប់កាន់ទុកហើយប្រាប់ថាសូមរងចាំមុនបន្ទាប់មកគាត់បានប្រាប់អ្នកទាំងអស់ឲ្យបាញ់កាំភ្លើងគ្រប់ដុំទៅលើវាឥឡូវនេះសំឡេងបាញ់កាំភ្លើងគ្រប់ដុំបានលេចឡើងលើកលែងតែកាំភ្លើងដែលប្រើគ្រាប់ដៃខ្លួនគេបានបាញ់ទៅលើផ្លូវខ្មោចព្រៃភ្លាមសំឡេងបាញ់កាំភ្លើងលើកក្រៅព្រៃគ្រាប់កាំភ្លើងបានបាញ់ចេញដូចជាព្រិលភ្លៀងសំឡេងកាំភ្លើងរបស់ខ្ញុំដែលបានកំណត់ជាអូតូក៏ធ្វើឲ្យដឹងថាវាដូចជាអង្គររំអិលបង្ហាញអំណាចវាឲ្យឃើញយ៉ាងគួរឲ្យពេញចិត្តនៅពេលនោះកាំភ្លើងបាញ់ស្តុកក៏បន្តបាញ់ដោយមិនឈប់ដែរផ្លូវអសុរកាយក៏អេឡអាក់ដោយអំណាចគ្រាប់កាំភ្លើងដែលបានបាញ់ចូលមកដោយមិនស្ទាក់ស្ទើរឲ្យសំឡេងគ្រាប់កាំភ្លើងនោះខ្មោចព្រៃមួយនោះប្រកាសជាអារម្មណ៍ខឹងខ្លាំងណាស់វាមិនបានហែកស្រែកទេដូចជាវាកំពុងស្វែងរកវិធីថ្មីមួយរាងកាយរបស់វាហាក់ដូចជាមិនទទួលរងរបួសពីគ្រាប់កាំភ្លើងជាច្រើនដែលពួកយើងបាញ់ចូលវានោះសោះវាអាចធន់បានយ៉ាងខ្លាំងមែនទែនបន្ទាប់ពីវានោះបានបាត់ខ្លួនចេញទៅក្នុងភាពងឹតព្រៃទាំងមូលឥឡូវនេះគ្មានសំបីតែសំឡេងសត្វណាមួយលេចចេញមកទេព្រានមើលមុខខ្ញុំហើយប្រាប់ឲ្យប្រុងប្រយ័ត្នឲ្យបានល្អព្រោះវាខិតខំពិតបន្ទាប់មកមិនយូរប៉ុន្មានយើងបានឮសំឡេងមនុស្សហៅឲ្យចុះទៅខាងក្រោមបរោះនោះស្លៀកពាក់ដូចជាជនជាតិភាគតិចខ្ញុំដូច្នេះបានប្រាប់ព្រានថាមានមនុស្សមកព្រានឆ្លើយទៅមកវិញដឹងទេថាគាត់និយាយយ៉ាងម៉េចគាត់ប្រាប់ថាតំបន់នេះមានតែយើងប៉ុណ្ណោះដែលជាមនុស្សខ្ញុំមើលតាមចុះទៅក្នុងដៃរបស់ខ្ញុំសក់ឈរឡើងភ្លាមពេលមើលឲ្យល្អវាមិនមែនជាមនុស្សទេប៉ុន្តែវាជាស្រមោលខ្មៅដែលមានរាងដូចមនុស្សភ្នែកក្រហមដូចអណ្ដាតភ្លើងហើយវាប្រើដៃបង្ហាញម្រាមដៃបញ្ជាឲ្យពួកខ្មោចបរិវាររបស់វានិងខ្មោចព្រៃផ្សេងទៀតដែលលាក់ខ្លួននៅក្នុងស្មៅនិងដើមឈើឲ្យដឹងថាគោលដៅស្ថិតនៅលើនេះគឺយើងទាំងអស់គ្នានេះឯងបន្ទាប់មកក៏មានភ្នែកពណ៌ក្រហមចែងចាំងច្រើនគូបង្ហាញខ្លួនចេញពីភាពងឹតវាមកជាមួយនឹងសំឡេងកំហឹងដែលយើងបានឮមានសំឡេងជាច្រើនយ៉ាងដូចជាពួកវាកំពុងតាក់ទងនឹងនិយាយគ្នាគេដូចជាកំពុងអានមុនអ្វីមួយដែលស្ដាប់មិនច្បាស់ដាក់ថ្ពាល់ចិត្តកាំភ្លើងហើយបាញ់ទៅលើរាងកាយប្លែកនោះបន្ទាប់មកសំឡេងបាញ់ក៏ឮភ្លេចព្រោះវាឈប់សកម្មភាពអ្នកដែលនៅសល់ក៏រត់បាត់ទៅក្នុងភាពងឹតខ្លះក៏លោតក្រឡាប់ក្រឡាញ់បដូរទីលាក់ខ្លួនខ្ញុំមានអារម្មណ៍ក្តៅក្រហាយណាស់ព្រួយបារម្ភពីគ្រួសារទាំងអស់និងជីវិតខ្លួនឯងផងដែរមិនគួរប្រកាន់មាត់បែបនោះសោះខ្ញុំជំនួយការរបស់ព្រានដែលមកជាមួយក៏ស្រឡះក្បាលយឺតដោយសំឡេងត្រជាក់ថាជួយអ្វីមិនបានពិតនៅពេលតែមួយនោះសត្វដែលត្រូវបានបាញ់នោះវាបានវាយប្រហារឡើងមកម្ដងទៀតសំឡេងវារមុតខ្លាំងមុនពេលវាដើរចូលរត់បោះពុះមកកាន់ក្រុមមនុស្សលើផ្ទះឆ្កួតឆ្កាងភ្លាមនោះពេលជើងរបស់វាបានដាក់ជើងចូលទៅក្នុងតំបន់ដីដែលជាតំបន់ឲ្យដែលព្រានខំបានប្រើមាសស្ដុកទុកជាប់ក្នុងរយៈពេលបន្តិចតែបន្តិចរាងកាយរបស់វាបានចាប់ផ្ដើមក្រឡាប់ក្រឡោចនិងដួលសន្លប់ក្រឡាប់ក្រឡោចលើដីយ៉ាងវឹកវរហើយមានពន្លឺភ្លើងមួយកូនទំហំប្រហែលមួយកម្ពស់ដៃពណ៌លឿងចែងចាំងឡើងហោះចេញពីរាងកាយរបស់វាដែលកំពុងក្រឡាប់ក្រឡោចនៅទីនោះពន្លឺនោះបានបន្តហោះយឺតចុះទៅហើយបាត់បង់ទៅក្នុងដីនៃព្រៃដែលមានពន្លឺចែងចាំងបង្ហាញនៅលើផ្ទៃដីទ្វារនរកបានបើករងចាំម្ដងទៀតហើយព្រានចាស់ម្នាក់បាននិយាយឡើងដោយសំឡេងមុនពន្លឺនោះនឹងហោះចេញពីរាងរបស់ខ្មោចព្រៃហើយបន្តហោះចុះទៅកាន់ទ្វារពន្លឺដែលស្ថិតនៅលើផ្ទៃដីយ៉ាងតិចតួចអានេះជាពន្លឺអ្វីដែរខ្ញុំបានសួរយ៉ាងស្រួលអានេះជាពន្លឺនៃវិញ្ញាណហុងប្រៃដែលស្នាក់នៅក្នុងខ្លួនវាពេលវាដើរចូលមកក្នុងតំបន់អាគមដែលខ្ញុំបានធ្វើទុកខ្ញុំប្រើកតាផ្ញើវិញ្ញាណរួមជាមួយការប្រើដៃខ្នាត7ពីពោឆោដែលខ្ញុំបានបំបត្តិទុកដើម្បីផ្ញើវាទៅដល់នរកក្នុងពេលតែមួយឃើញហើយទេកាំភ្លើងបរទេសនោះវាមិនអាចជួយឲ្យគេចផុតទៅបានទេនេះហើយជាភាពគួរឲ្យភ័យខ្លាចរបស់ព្រៃព្រានខំកែងញើតមកមើលមុខខ្ញុំដូចជាចង់បង្រៀនឲ្យខ្ញុំដើរលើមាត់ឆ្កែម្ដងទៀតតែគាត់មិនបាននិយាយត្រង់ទេដែលខ្ញុំក៏យល់បានដែរ
បន្តិចក្រោយពន្លឺនោះក៏បានលងបាត់ទៅទាំងស្រុងជាមួយនឹងទ្វារពន្លឺដែលបង្ហាញលើដីព្រៃក៏បិទបាត់ទៅភ្លាមមើលឃើញតែសពរបស់ខ្មោចព្រៃដ៏សាហាវនៃព្រៃខ្មែរដែលដេកកលួយស្លាប់ដូចជាសត្វស្លាប់មកបានច្រើនថ្ងៃហើយមិនចល័តនៅលើដីចំណែកខ្មោចព្រៃកូនកងផ្សេងទៀតក៏ឈរយ៉ាក់យើងនៅទីនោះប៉ុណ្ណោះមិនហ៊ានចូលមកទៀតទេពួកវាគ្រាន់តែឈរបង្ហាញធ្មេញហើយគំរាមដូចសត្វព្រៃដោយភ្នែកពោពេញទៅដោយការសង្សឹកចំពោះមនុស្សទាំងអស់ប៉ុន្តែពេលវេលាសម្រាប់ការសង្សឹករបស់ពួកវាក៏បានបញ្ចប់ទៅហើយព្រោះព្រះអាទិត្យកំពុងឡើងដែលជាការបញ្ចប់នៃនរកនេះខ្ញុំបានដឹងភ្លាមថាខ្ញុំបានរស់រាប់ជីវិតពេលព្រឹកមកដល់ព្រានបាននាំខ្ញុំចេញមកដោយសុវត្ថិភាពខ្ញុំសូមអភ័យទោសទាំងព្រានខំនិងព្រានកើតហើយសូមអរគុណដែលបានជួយឲ្យខ្ញុំមានជីវិតបន្តបន្ទាប់ពីរឿងរ៉ាវទាំងអស់នេះខ្ញុំក៏បោះបង់ការដើរព្រៃទៀតហើយពេញមួយជីវិតបន្ទាប់ពីត្រឡប់មកវិញខ្ញុំបានបែរចិត្តចូលវត្តធ្វើបុណ្យនិងស្រង់ទឹកឲ្យអ្វីទាំងអស់ដែលខ្ញុំធ្លាប់បាញ់ធ្លាប់សម្លាប់ដោយសារការលេងសប្បាយហើយក៏មិនភ្លេចស្រង់ទឹកឲ្យវិញ្ញាណខ្មោចព្រៃផងដែររឿងរ៉ាវទាំងអស់ដែលខ្ញុំបានជួបប្រទះក៏បញ្ចប់ត្រឹមនេះរឿងរ៉ាវបន្ទាប់នេះបានកើតឡើងជាច្រើន10ឆ្នាំមុននៅពេលដែលខ្ញុំនៅជាវ័យស្រឡាញ់ចូលព្រៃបាញ់សត្វហើយជួអ្នកប្រមាញ់ក្នុងតំបន់នាំខ្ញុំចូលព្រៃខ្ញុំធ្វើបែបនេះដើម្បីបំពេញតម្រូវការចង់សាកល្បងរបស់ខ្លួនឯងនៅពេលនោះការងាររបស់ខ្ញុំក៏គេថាខ្ពស់ល្អមានលុយសល់អាចមកធ្វើរឿងបែបនេះបានខ្ញុំចូលចិត្តឡើងទៅតាមព្រៃភ្នំដែលជាព្រៃពិតមិនមែនជាឧទ្យានជាតិដែលមានទីតាំងសម្រាប់ដាក់តង់ទេព្រៃបែបនេះត្រូវការអ្នកប្រមាញ់នាំទៅគេងលើស្មៅមានកាំភ្លើងយកទៅបាញ់សត្វប្រហែលបែបនោះនៅពេលនោះភាពសម្បូរបែបរបស់ព្រៃមានច្រើនណាស់មានសត្វធំនៅក្នុងធម្មជាតិឲ្យមើលរៀងរាល់ពេលព្រៃដែលខ្ញុំជ្រើសចូលទៅមិនថាជាក្រុមដំរីឬសត្វខ្លាឃ្មុំក្របីព្រៃឬសត្វឆ្កែព្រៃវាមានសោភ័ណភាពស្អាតណាស់ពេលវាស្ថិតនៅក្នុងព្រៃបាននិយាយពីរឿងអាថ៌កំបាំងរបស់ព្រៃថាខ្ញុំធ្លាប់ជួបអ្វីប្លែកខ្លះទេត្រូវប្រាប់ថាខ្ញុំធ្លាប់ជួបមែនមានសរុប2ដងដំបូងនោះមិនសូវច្បាស់ប៉ុន្មានទេព្រោះអាចពន្យល់តាមវិទ្យាសាស្ត្របានតែដងទី2នេះខ្ញុំបានជួបសត្វខ្លាឃ្មុំស្មេងពិតខ្ញុំនឹងប្រាប់ពីបទពិសោធន៍ដំបូងសិនទៅណាបទពិសោធន៍នេះបានបន្ថែមភាពក្លាហានឲ្យខ្ញុំយ៉ាងខ្លាំងព្រោះបន្ទាប់ពីព្រឹត្តិការណ៍នេះខ្ញុំក្លាយជាមនុស្សមិនដែលភ័យខ្លាចរឿងអាថ៌កំបាំងធម្មជាតិទេរហូតដល់នាំខ្លួនឯងទៅជួបព្រឹត្តិការណ៍លើកទី2នោះសម្រាប់លើកដំបូងនេះរឿងវាជារឿងថាខ្ញុំធ្លាប់ចូលព្រៃនៅប្រទេសឡាវប្រហែល20ឆ្នាំមុនពេលនោះកំពុងធ្វើការនៅច្រកមិត្តភាពថៃឡាវហើយទៅលេងជាមួយបងប្អូនដែលស្គាល់គ្នាមនុស្សដែលទៅជាមួយគ្នាគឺជាបងធំម្នាក់ដែលមានភរិយាជនជាតិឡាវរស់នៅទីក្រុងប៉ាឡាយខេត្តឆៃបុរីមានដំណឹងពីប្រជាពលរដ្ឋថាមានខ្លាឃ្មុំមកក្របក់អូសយកប្រជាជនចូលព្រៃបរិភោគមានការតាំងយាមរាត្រីរៀងរាល់យប់ដែលមានមនុស្សត្រូវខ្លាឃ្មុំចាប់យកបរិភោគរហូតដល់5នាក់ចុងក្រោយគេអញ្ជើញអ្នកបាញ់សត្វជនជាតិវៀតណាមដែលមានជំនាញបាញ់ខ្លាឃ្មុំមកពីទីក្រុងនោះស្វែងរក3ថ្ងៃទើបបានជួបខ្លាឃ្មុំបន្ទាប់មកគេបាញ់ខ្លាឃ្មុំប៉ុន្តែខ្លាឃ្មុំនោះមិនស្លាប់ទេគេរងចាំប្រហែលពាក់កណ្ដាលថ្ងៃទើបឃើញវាឈួតគេចេញស្លាប់កន្លែងទឹកចិត្តភូមិបន្ទាប់យកសាកខ្លាឃ្មុំនោះមកភូមិវាមានប្រវែង8ម៉ែត្រទេកាត់ពោះវាចេញគេឃើញឆ្អឹងម្រាមដៃនិងសម្លៀកបំពាក់ខូចខ្ញុំក៏បានចូលមើលវិភាគលក្ខណៈវាជាខ្លាធំចាស់មូលហេតុវាមកទាញមនុស្សជំនួសសពផ្សេងគឺដោយសារតែក្មេងវាច្រេះចិត្តអស់ហើយខ្លះបាក់វាមិនអាចបរបាញ់សពផ្សេងទៀតបានទេព្រោះវាមានកម្លាំងមិនគ្រប់និងក្មេងមិនមាំដូចមុនទេដូច្នេះវាចាប់ផ្ដើមបរបាញ់មនុស្សជំនួសព្រោះវាងាយស្រួលជាងហើយមនុស្សក៏មិនអាចប្រយុទ្ធទៅវិញបានដែរតែជនបទជឿថាវាជាខ្លាស្មេញព្រោះវាបានបរិភោគមនុស្សតែសម្រាប់ខ្ញុំវាគ្រាន់តែជាខ្លាចាស់ប៉ុណ្ណោះនេះគឺជាហេតុការណ៍ខ្ញុំបានជួបប្រទះពេលនោះដោយសារតែវាមានហេតុផលផ្លូវវិទ្យាសាស្ត្រដែលអាចពន្យល់បានយ៉ាងច្បាស់អំពីសមត្ថភាពនៃការធ្វើឲ្យខ្លាឃ្មុំធ្វើបែបនោះវាធ្វើឲ្យជំនឿដែលតាក់ទងនឹងខ្លាស្មេញរួមទាំងអាថ៌កំបាំងនៃព្រៃភ្នំក៏បានថយចុះសម្រាប់ខ្ញុំផងដែរខ្ញុំគិតថារឿងព្រេងនានាដែលកើតឡើងគឺដោយសារជនបទយល់ច្រឡំដូចនេះដូច្នេះវីដេអូនេះខ្ញុំមិនសូវមានអារម្មណ៍ភ័យខ្លាចទេមានកាំភ្លើងខ្ញុំមានអារម្មណ៍វាធ្វើឲ្យខ្ញុំទំនុកចិត្តវាអាចជួយការពារខ្ញុំប្រាប់ថាគំនិតនេះមិនត្រឹមត្រូវទេព្រោះខ្ញុំមិនទាន់ស្គាល់ព្រៃល្អ
រហូតដល់ខ្ញុំបានជួបព្រឹត្តិការណ៍ដែលខ្ញុំនឹងប្រាប់បន្តទៅនេះដែលធ្វើឲ្យជំនឿខ្ញុំមានអំពីរឿងបែបនេះផ្លាស់ប្ដូរទាំងស្រុងរហូតដល់ខ្ញុំត្រូវគិតថ្មីហើយដឹងថាខ្លួនឯងគិតខុសមកតាំងពីដើមសេអូមិញវាពិតប្រាកដពេលខ្ញុំដើរចូលមកដល់ភូមិខ្ញុំក៏សួរប្រជាជនក្នុងភូមិថាផ្ទះរបស់អ្នកប្រមាញ់ឆ្នាំទាំងពីរនោះទៅផ្លូវណាប្រជាជនក្នុងភូមិក៏នាំខ្ញុំទៅផ្ទះរបស់អ្នកប្រមាញ់ធំទាំងពីរដែលជាអ្នកគោរពរបស់ប្រជាជនក្នុងភូមិវាជាក្រឡាញ់មួយដែលមានទំហំធំស្ថិតនៅឆ្ងាយពីភូមិប្រហែលជាចូលចិត្តដល់ចុងព្រៃហើយនៅទីនោះមានបុរសវ័យកណ្ដាលពីរនាក់កំពុងដេកសម្រាកដោយមានមុខនិងពុកមាត់រុងរឿងដែលមើលទៅគួរឲ្យភ័យខ្លាចមែនទែនខ្ញុំក៏ដើរចូលទៅស្គាល់ទាំងពីរនាក់នេះដែលខ្ញុំបានដឹងថាអ្នកប្រមាញ់ទាំងពីរនាក់នេះមានឈ្មោះថាអ្នកប្រមាញ់ជប់នឹងព្រានពេញទាំងពីរនាក់គឺជាព្រានព្រៃដែលមានជំនាញអាគមព្រោះនៅសម័យនោះការជឿជាក់អំពីអាចកំបាំងព្រៃសឹកខ្លះម៉ងនិងភ្នំភ្លើងគឺល្បីល្បាញណាស់ព្រានជប់គាត់មានជំនាញអាគមដែលទទួលបានពីឪពុកគឺល្បីល្បាញមែនទែនមនុស្សម្នាក់ទៀតគឺព្រានពេញមិនសូវមានជំនាញអាគមច្រើនទេគ្រាន់តែជាព្រានដែលចូលព្រៃបាញ់សត្វតែតំបន់ជិតប៉ុណ្ណោះខ្ញុំមិនហ៊ានចូលជ្រៅទេព្រោះព្រះផាន់ពេញគាគ្មានអំណាចវេទមន្តអ្វីទេប៉ុន្តែអ្នកទាំងពីរនេះជាមិត្តល្អបំផុតធម្មតាអ្នកទាំងពីរនេះទៅបរបាញ់នៅកន្លែងផ្សេងគ្នាក្នុងព្រៃហើយរឿងមួយទៀតអ្នកប្រមាញ់ជាធម្មតាមិនបរបាញ់ជាគូទេលើកលែងតែឪពុកនិងកូនដូចជាពួកគេជឿលើអបិយជំនឿនេះឃើញខ្ញុំដើរចូលទៅឆ្ងាយព្រានពេញក៏សួរខ្ញុំដោយភាពរួសរាយរាក់ទាក់ដែលធ្វើឲ្យបរិយាកាសបន្ថយភាពតានតឹងគាត់សួរខ្ញុំថាតើខ្ញុំកំពុងទៅណាខ្ញុំក៏ប្រាប់ថាមករកលោកទាំងពីរនេះសូមឲ្យនាំខ្ញុំចូលព្រៃទៅសង្កេតសក្តិយុគនេះត្រូវប្រាប់ថានៅពេលនោះអាចតាក់ទងគ្នាបានតែតាមទូរស័ព្ទប៉ុណ្ណោះដូច្នេះខ្ញុំមិនកំណត់ពេលជួបជាមុនទេខ្ញុំដឹងទីតាំងព្រានទាំងពីរតាមមិត្តភ័ក្តិដែលស្ថិតក្នុងបណ្ដាញដូចគ្នាប្រាប់ប្រសិនបើព្រានមិនទំនេរថ្ងៃនេះទេប្រហែលខ្ញុំត្រូវស្នាក់នៅភូមិនេះហើយក្រុងចាំរហូតដល់វេនខ្ញុំអាចនិយាយថាខ្ញុំមកជាមួយសំណាងថាថ្ងៃណានឹងចូលឬយ៉ាងដូចម្ដេចគ្រប់យ៉ាងអាស្រ័យលើសំណាងរៀនឈ្មោះជប់ក៏សួរឡើងវិញថាតើខ្ញុំចង់ទៅតំបន់ណានៃព្រៃខ្ញុំក៏ប្រាប់ថាចង់ទៅតំបន់ដែលមានដីប៉ុងដើម្បីអាចទៅសង្កេតសត្វពេលនិយាយអំពីដីប៉ុងព្រានធំទាំងពីរនាក់ក៏ស្ងៀមស្ងាត់ភ្លាមព្រានពីនក៏និយាយឡើងថាបងមិនដឹងទេថាតំបន់នោះគ្រោះថ្នាក់មានប្រជាពលរដ្ឋជាច្រើនអ្នកនិយាយថាបានជួបខ្លាឃ្មុំស្មិននៅទីនោះមានមនុស្សខ្លះទៅហើយមិនបានត្រឡប់មកវិញបងប្រកាសទេថាចង់ទៅទីនោះពិតប្រាកដដែលខ្ញុំបានប្រាប់ថាខ្ញុំបានជួបព្រឹត្តិការណ៍ដំបូងមកហើយដូច្នេះខ្ញុំមិនខ្លាចរឿងបែបនេះទេតាមមកនេះខ្ញុំក៏សូមឲ្យព្រានទាំងពីរនាំខ្ញុំចូលព្រៃផងដែរវាជាឱកាសល្អដែលខ្ញុំបានជួបព្រានទាំងពីរនាក់ពេលត្រឹមត្រូវដូច្នេះខ្ញុំអញ្ជើញឲ្យពួកគេនាំខ្ញុំចូលទៅទាំងពីរនាក់ដោយផ្ដល់ប្រាក់ឲ្យស្មើគ្នាហេតុនេះហើយធ្វើឲ្យព្រានទាំងពីរចេញទៅបរប្រមាញ់ជាមួយគ្នាក្នុងក្រុមតែមួយជាលើកដំបូងព្រានពេញនិយាយថាល្អណាស់ដូច្នេះយើងអាចចាប់សត្វធំមកលក់រកលុយបានហើយបន្ទាប់មកយើងនឹងចែកគ្នាជាច្រើនពាន់រៀលព្រានជុកវិញបាននិយាយថាបើចង់ចូលព្រៃជ្រៅជាមួយខ្ញុំពីរនាក់សត្វធំប្រកាសជាមានមែនទេអ្នកគិតល្អមិត្តអ្នកធ្លាប់ជួបរឿងសេវមិញហើយអ្នកក៏មិនដែលចូលទៅជ្រៅដូចនេះសោះទេព្រានពីនដូច្នេះបាននិយាយថាខ្ញុំក៏ធ្លាប់ចូលព្រៃជ្រៅទៅរួច23ដងហើយតែវាមានតែសេវមិញហើយដែលធ្វើឲ្យខ្ញុំមិនចង់ចូលទៅទេព្រានពីនបន្តនិយាយថាមានព្រានជុកទៅជាមួយក៏មិនបាច់ភ័យទេអ្នកមានវិជ្ជាអាគមដែលឪពុកអ្នកបានបង្រៀនឲ្យនេះព្រានជុកនិយាយថាត្រូវហើយខ្ញុំមិនមានបញ្ហាទេប៉ុន្តែអ្នកនេះអាចត្រូវវប្បធម៌វាហើយវាអាចបំលែងខ្លួនជាមនុស្សបានព្រានពីននិយាយថាមិនបាច់បារម្ភទេខ្ញុំធ្លាប់ស្ដាប់រឿងច្រើនទោះបីមិនធ្លាប់ជួបតក៏ដោយខ្ញុំមិនងាយត្រូវវប្បធម៌វាដូច្នេះទេមិត្តខ្ញុំស្ដាប់ព្រានទាំងពីរនោះនិយាយគ្នាមុនគិតទៅវិញទៅមកតាមការជឿជាក់ដែលមាននៅពេលនោះដែលខ្ញុំមិនសូវជឿអ្វីបែបនេះទេដូចដែលបាននិយាយទៅហើយប៉ុន្តែខ្ញុំក៏មិនបានទៅប្រឆាំងអ្វីពួកគេដែរគ្រាន់តែអង្គុយស្ដាប់ពួកគេនិយាយគ្នារហូតដល់ពួកគេគ្នាបានចុងក្រោយនេះក៏ចូលរួមជាមួយគ្នា3នាក់គឺខ្ញុំព្រានជុកនិងព្រានពីន
ដំបូងគេព្រានពីនជាអ្នកដឹកនាំផ្លូវពេលដែលចាប់ផ្ដើមដើរចូលទៅក្នុងព្រៃជ្រៅកាន់តែច្រើនព្រានជុកក៏ឡើងមកដឹកនាំផ្លូវវិញខណៈពេលដើរទៅខ្ញុំក៏មានអារម្មណ៍ថាខ្ញុំសំណាងណាស់ដែលមិនចាំបាច់ស្នាក់យប់រងចាំព្រានទាំងពីរនេះឲ្យមានពេលទំនេរទេព្រោះថ្ងៃដំបូងក៏ត្រូវព្រានទាំងនោះទំនេរពិតខ្ញុំក៏ដើរមើលបាក់សីមើលដើមឈើនិងអ្វីផ្សេងតាមផ្លូវពេលនោះប្រហែលជាល្ងាចហើយបន្ថែមជាមួយព្រៃដែលមានដើមឈើធំដុះស្រងាត់ពេញមូលដល់ថ្នាក់ថាតំបន់នោះទោះបីជាពេលថ្ងៃក៏មានពន្លឺថ្ងៃច្រាំងក្តៅក្រហមក៏ដោយវាក៏មិនបានភ្លឺច្រើនទេព្រោះស្ថិតនៅក្រោមស្រមោលដើមឈើធំខណៈពេលដែលកំពុងដើរគ្នាផ្លានជុកក៏ប្រាប់ឲ្យបញ្ឈប់ដើរព្រោះបានឃើញស្នាមជើងវាជាស្នាមជើងខ្លាឃ្មុំធំមួយដែលមើលឃើញច្បាស់ណាស់នេះក៏ចាប់ផ្ដើមបញ្ជាក់ដល់ពាក្យចាមអារាមដែលជនបទបាននិយាយថាមានការប្រទះឃើញខ្លានៅតំបន់នេះប៉ុន្តែវាក៏មិនមែនជារឿងចម្លែកអ្វីទេព្រោះព្រៃដែលមានភាពសម្បូរបែបដូចនេះមានសត្វបែបនេះក៏ជារឿងធម្មតាពេលនោះខ្ញុំក៏គិតថាវាជាខ្លាធម្មតាទេមិនបានគិតអំពីខ្លាស្មិញឬអ្វីដែលលើសធម្មជាតិទេរហូតដល់ពេលវេលាកន្លងផុតទៅពន្លឺថ្ងៃចាប់ផ្ដើមលេចយើងក៏ដើរទៅដល់តំបន់ដែលមានការបង្កើតហាងអ្នកប្រមាញ់បានបញ្ជាឲ្យខ្ញុំទៅរកឈើមកជួយគ្នាសាងសង់ហាងដេករហូតដល់ធ្វើរួចក៏យប់ស្រល់តែម្ដងចំណែកអាហារខ្ញុំបានត្រៀមអាហារកំប៉ុងមករួចហើយសួរថាខ្ញុំឃ្លានទេមិនឃ្លានទេព្រោះមានអារម្មណ៍រំភើបចង់បាញ់សាច់ជាងខ្ញុំឡើងទៅនៅលើហាងដើម្បីត្រៀមកាំភ្លើងគូស្និទ្ធរបស់ខ្ញុំនៅពេលល្ងាចមានសត្វមកញ៉ាំដីពងច្រើនណាស់មានទាំងទន្សាយខ្ងានព្រៃនិងជ្រូកព្រៃដែលខ្ញុំក៏អាចជ្រើសរើសបាញ់បានច្រើនក្បាលដែរពិតការនេះពោពេញដោយភាពសប្បាយចិត្តក្នុងការសម្លាប់ជីវិតអ្នកដទៃដោយមិនដឹងថាគ្រប់សកម្មភាពទាំងអស់នោះតែងស្ថិតនៅក្នុងការសង្កេតរបស់អ្វីមួយជានិច្ចរហូតដល់ពេលដេកខ្ញុំគេងនៅខាងក្រោយបំផុតហើយឃើញថាព្រានទាំងពីរបានដេកលក់ទៅមុនហើយខណៈពេលកំពុងដេកស្រួលភ្លាមមានសំឡេងមនុស្សជាមួយសំឡេងសត្វដើរលើស្លឹកឈើស្មូតក្រិចក្រិចព្រានឈប់ក៏ភ្ញាក់ឡើងដោយសញ្ញាសត្វនិងបានជួយបញ្ចុះមិត្តភ័ក្តិឲ្យភ្ញាក់ឡើងផងដែរប៉ុន្តែទាំងពីរមិនបាននិយាយគ្នាទេព្រោះអាចធ្វើឲ្យសត្វភ័យខ្លាចព្រានឈប់បានសម្លឹងមើលជុំវិញមិនឃើញអ្វីទេហើយបន្ទាប់មកក៏សម្លឹងទៅកាន់ដីពងក៏មិនឃើញអ្វីដែរយប់នោះព្រះច័ន្ទពោពេញមើលឃើញច្បាស់ណាស់ព្រានឈប់ចាប់ផ្ដើមមានអារម្មណ៍មិនល្អព្រោះជាធម្មតាសត្វនឹងចូលចិត្តញ៉ាំដីពងប៉ុន្តែពេលនេះអ្វីស្ងៀមស្ងាត់ពេកហើយក៏មានសំឡេងចម្លែកទៀតទោះយើងគិតថាជាសត្វក៏ដោយតែវាមិនមែនទេព្រោះនៅជុំវិញមិនមានសត្វវាអ្វីរស់នៅឡើយព្រានឈប់ដូចជាស្មានអារម្មណ៍បានហើយត្រៀមតែបង្ការព្រានពេញប៉ុន្តែមុនព្រានឈប់នឹងបើកមាត់មានសំឡេងស្ត្រីម្នាក់និយាយចូលមកបងពិនចាំខ្ញុំបានទេព្រានពេញធ្វើមុខចម្លែកច្របូកច្របល់ដូចជាសួរថានារីណាវាបន្ទាប់មកសំឡេងនោះក៏បន្តឡើងទៀតវាជាទឹកនៅភូមិក្នុងព្រៃដែលខ្ញុំមកលេងចុះមកនិយាយគ្នាមុនទៅបន្តិចទៀតបងឃើញមុខខ្ញុំបងនឹងចាំបានឯងមានស្ត្រីម្នាក់មកហៅឲ្យរំលឹកទំនាក់ទំនងដូចនេះរៀនពីនទោះបីជាគាត់មិនទាន់ចាំបានថាតើខ្លួនបានស្គាល់នារីនោះយ៉ាងដូចម្ដេចក៏ដោយពិតប្រាកដណាស់ព្រានពីនប្រកាសចិត្តថាគាត់មិនធ្លាប់មកភូមិក្នុងព្រៃផ្នែកនេះឡើយព្រោះដូចដែលបានប្រាប់ទៅហើយថាព្រានពីនមិនធ្លាប់ចូលមកជ្រៅដល់ថ្នាក់នេះទេប៉ុន្តែសំឡេងផ្អែមល្ហែមនោះបានធ្វើឲ្យគាត់គិតថាម្ចាស់សំឡេងនោះនឹងស្រស់ស្អាតប៉ុណ្ណាព្រានពីនដែលមានបទពិសោធន៍តិចក៏រៀបចំខ្លួនចង់ចុះចេញពីផ្ទះលើដើមឈើដើម្បីទៅតាមសំឡេងហាយរបស់ស្ត្រីនោះដូចជាត្រូវគេបំផ្លាញចិត្តភ្លេចគិតទៅស្រួលថានៅកណ្ដាលព្រៃភ្នំដូចនេះនឹងមានស្ត្រីម្នាក់ឯងណាមកដើរហើយគេបានរហូតដល់ព្រានជប់ចាប់ដៃមិត្តរបស់គាត់ដើម្បីជូនដំណឹងឲ្យមិត្តស្និទ្ធបានដឹងខ្លួនខ្ញុំផ្ទាល់ក៏ចាប់ផ្ដើមមានអារម្មណ៍មិនល្អមិនដឹងថាហេតុការណ៍បន្ទាប់វានឹងកើតឡើងក្នុងរបៀបណាទេឬមែននេះជាសត្វខ្លាឃ្មុំពិតប្រាកដគិតទៅដូច្នេះខ្ញុំក៏ចាប់ផ្ដើមមើលយ៉ាងម៉ត់ចត់ទៅកាន់ដើមឈើនិងសំឡេងដែលវាធ្វើឡើងពីព្រៃខាងមុខ
នៅចន្លោះពងអាពេលយប់ដែលរលាយស្រពេចស្រពើពេញតំបន់អាកាសត្រជាក់នោះវាស្ទើរតែចូលគិតដល់ចិត្តខ្ញុំផងដែរមិនយូរប៉ុន្មានម្ចាស់សំឡេងនោះក៏បង្ហាញខ្លួនចេញពីព្រៃនាងជាស្ត្រីម្នាក់ដែលអាចនិយាយបានថាស្អាតណាស់ហើយកាន់ចានភ្លើងមួយនៅក្នុងដៃដែលបញ្ចេញពន្លឺពេលដែលខ្ញុំអាចមើលឃើញមុខអ្នកកាន់ចានភ្លើងនោះស្ត្រីនោះស្លៀកពាក់សម្លៀកបំពាក់របស់ស្ត្រីជនជាតិភាគតិចដូចដែលខ្ញុំធ្លាប់បានឃើញជាទូទៅឡាននឹងពេញបានបង្វិលមុខមើលព្រំចារីជប់ដូចជាកំពុងសួរថាតើយើងគួរធ្វើបែបណាព្រំចារីជប់ប្រាប់ស្ត្រីឲ្យដាក់ចានភ្លើងចុះដើម្បីពិនិត្យថានាងជាមនុស្សឬមិនមែនមនុស្សតាមជំនឿប្រសិនបើជាសេសមៀងកំឡែងមកវិញប្រសិនបើបាញ់ចានភ្លើងសេនោះនឹងស្លាប់ព្រោះវាជាចំណុចសំខាន់នៃជីវិតវាបើជាមនុស្សនោះវានឹងជួយសង្គ្រោះជីវិតនារីនោះផងតែស្ត្រីនោះដឹងទាន់ហេតុការណ៍នាងបានបោះចានភ្លើងចូលទៅក្នុងព្រៃមានសំឡេងចានភ្លើងធ្លាក់លើដីមួយដងប៉ុន្តែភ្លើងនៅមិនទាន់ចេញស្ត្រីនោះបានកំហឹងដូចសត្វខ្លានៅពេលនោះផងដែរព្រំចារីជប់ដែលបានត្រៀមកាំភ្លើងរងចាំស្រាប់ហើយបានបាញ់ដោយមិនស្ទាក់ស្ទើរស្ត្រីនោះមិនទាន់បំលែងខ្លួនជាសត្វខ្លាទេត្រូវគ្របកាំភ្លើងអាគមបាញ់ចំកណ្ដាលទ្រូងពេញព្រំចារីពេញបានស្រែកឡើងដោយភ័យខ្លាចប្រសិនបើចុះទៅខ្ញុំមិនចង់គិតពីស្ថានភាពនោះទេខ្ញុំផងដែរក៏អើព្រិលមាត់មិនខានដូចគ្នាមិនដែលគិតថានឹងបានជួបនឹងសត្វខ្លាស្មិញពិតទេវាមានពិតមែនខ្ញុំមានអារម្មណ៍ថាខ្ញុំបានគិតខុសមកតែងតែឯងគឺពេលនេះហើយនៅពេលស្ត្រីវ័យក្មេងរត់ចូលរកព្រំចារីជប់ព្រោះនាងត្រូវបានបាញ់បណ្ដាលឲ្យដួលអង្គុយជង្គង់ព្រំចារីជប់ដឹងថាក្រាស់ស្នេហ៍អាគមដែលបានបញ្ចេញមកមិនពេញលេញមិនអាចទប់ស្កាត់សត្វខ្លាស្មិញបានយូរទេព្រំចារីជប់ក៏ចុះចេញពីផ្ទះលើដើមឈើបញ្ជាឲ្យពួកយើងស្ងៀមមិនឲ្យតាមចុះហើយដើរទៅរកស្ត្រីវ័យក្មេងដែលអង្គុយនៅទីនោះសំឡេងស្ត្រីវ័យក្មេងនោះនិយាយថាពួកអ្នកមានក្រាស់ស្នេហ៍អាគមផងដែរឬសូមកុំធ្វើអ្វីខ្ញុំអីខ្ញុំយល់ព្រមហើយព្រានជុកមិនអើពើទេគាត់បានដកកាំបិតអាគមស្ថិតកណ្ដាលខ្នងចេញហើយចាក់ចូលរាងកាយនាងម្ដងទៀតកាំបិតនោះបញ្ចេញពន្លឺតាមអក្សរអាគមដែលបានចាក់សាក់លើដងកាំបិតនៅចំកណ្ដាលសំឡេងកំហឹងស្ត្រីនោះដែលលាយសំឡេងសត្វបក្សីយប់ភ័យខ្លាចក៏ហោះហើរចេញទៅយ៉ាងរញ្ជួយនាងអស់កម្លាំងប្រយុទ្ធបន្តទៀតព្រោះត្រូវបានកាំបិតអាគមបន្លិចកម្លាំងចុងក្រោយនេះព្រានឈប់ក៏ទាញកាំបិតចេញហើយចាក់ត្រង់ទៅបេះដូងនារីស្រីនោះនាងស្រែកឡើងដោយការឈឺចាប់ប៉ុន្តែសំឡេងនោះវិញជាសំឡេងខ្លាបន្ទាប់មករាងកាយនាងក៏ដួលសន្លប់ទៅលើដីមិនទាន់ប៉ុន្មាននាទីទេក៏បំលែងរៀនទៅជាខ្លាដេកស្ងៀមស្ងាត់នៅទីនោះរៀនឈប់ក៏នឹកចេញបានថានាងបានបោះបេះដូងចេញទៅហើយនេះជាល្បិចបោកប្រាស់ជារយៈពេលតែមួយនឹងគ្នានោះខ្លាឃ្មុំក៏ចាប់ឱកាសវាយក្រឡាប់ទៅលើជើងព្រានឈប់ធ្វើឲ្យគាត់ដួលសន្លប់ខ្ញុំដែលស្ថិតនៅលើផ្ទះលើក៏មើលទៅកន្លែងដែលចង្គៀងត្រូវបានបោះចេញពេលខ្ញុំឃើញពន្លឺរបស់វាខ្ញុំក៏បាញ់ទៅលើវាដោយប្រើកាំភ្លើងធម្មតានេះហើយភ្លាមដែលភ្លើងក្នុងចង្គៀងចេញទម្ងន់ខ្លាធំក៏ដួលសន្លប់ភ្លាមហើយវាក៏បំលែងខ្លួនទៅជាខ្យល់ព្រើមានភ្លើងឆេះឡើងនៅខាងក្រោមហើយវាក៏លាកអស់ទៅមុខភ្នែកយើងទាំងអស់គ្នាអ្នកប្រមាញ់ហ្គែរីបានតស៊ូឡើងលើផ្សារទំនើបហើយរងចាំនៅទីនោះដោយមិនអាចគេងលក់បានដោយសារតែការភ័យខ្លាចរហូតដល់ព្រឹកឡើងព្រានព្រៃទាំងពីរនាក់បាននាំខ្ញុំចេញពីព្រៃដោយសុវត្ថិភាពបន្ទាប់មកខ្ញុំក៏ជាមនុស្សដែលខ្លាចព្រៃខ្ញុំមិនដែលចូលព្រៃទៀតទេនៅមានខ្លាហើយក៏ត្រូវមានខ្មោចព្រៃខ្មោចលងនិងព្រៃខ្មោចដែរពីពេលនោះខ្ញុំខ្លាចព្រៃនេះហើយជារឿងរ៉ាវទាំងមូលដែលបានកើតឡើងពេកខ្មៅចូលទៅក្នុងព្រៃសពសួស្ដីខ្ញុំឈ្មោះជួបប៉ុន្តែមានមនុស្សជាច្រើនហៅខ្ញុំថាអាយជួបដោយសារតែការសប្បាយរីករាយរបស់ពួកគេដោយសារតែខ្ញុំជាមនុស្សសប្បាយរីករាយហើយចូលចិត្តប៉ាតេដល់ថ្នាក់ដែលមនុស្សជាច្រើនក៏ហ៊ានលេងលើសម្រង់ខ្ញុំសូមប្រាប់ថាអ្វីក៏អាចយកមកលេងបានតែអ្វីដែលមិនអាចយកមកលេងបាននោះគឺព្រែកអេទុកវាទៅវាជាកំប្លែងមួយខ្ញុំដឹងថាវាមិនសើចទេកុំនិយាយអំពីវាឡើយ
ចូលទៅកាន់រឿងរបស់ខ្ញុំល្អជាងឥឡូវនេះខ្ញុំកំពុងធ្វើការជាអ្នកការពារសុវត្ថិភាពឪភូមិមួយនិយាយឲ្យងាយគឺជាយាមនោះហើយរស់នៅទៅថ្ងៃមួយអ្វីដែលល្អបំផុតនៃការធ្វើការនៅទីនេះគឺនៅពេលល្ងាចនឹងមានស្រីស្អាតសិស្សសាកលវិទ្យាល័យដែលរៀនចប់ហើយដើរឆ្លងកាត់ទីនេះសូមប្រាប់ថាម្នាក់សុទ្ធតែស្អាតទាំងអស់ខោអាវកូតតូចរបស់ពួកគេហាក់ដូចជាកំពុងហោះតាមខ្យល់ទៅហើយមិនដឹងថាការសិក្សាវិញខ្លីប៉ុណ្ណាទេឬយ៉ាងដូចម្ដេចពួកគេសន្សំសំចៃខ្លាំងទិញសម្លៀកបំពាក់តូចដាក់ចូលរហូតដល់វាតឹងប្រសិនបើទិញអាវធំមើលទៅដូចជាពួកគេភ័យថាវាខ្លីសួរថាខ្ញុំចូលចិត្តទេមានតែថាមនុស្សច្រឡំចិត្តដូចខ្ញុំមិនចូលចិត្តពួកគេពេលពួកគេដើរឆ្លងកន្លែងយាមខ្ញុំបែរមើលតាមរហូតដល់ក្បាលខ្ញុំស្ទើរតែបង្វិល180ដឺក្រេនៅសម័យខ្ញុំសិក្សាជាមួយគ្រូខ្ញុំនឹងធ្វើប្រេងព្រាយឲ្យពួកគេស្រឡាញ់លងស្រឡាញ់អូននឹកឃើញទៅវិញនៅអតីតកាលមុនពេលខ្ញុំមកធ្វើការងារដូចនេះខ្ញុំធ្លាប់ជាសិស្សនិងអតិថិជនរបស់គ្រូស្នេហ៍ម្នាក់គ្រូរូបនេះត្រូវទទួលស្គាល់ថាជាគ្រូស្នេហ៍ពិតប្រាកដមានវិជ្ជាអាគមមិនធម្មតាពេលខ្ញុំស្នាក់នៅជាមួយគាត់ខ្ញុំក៏បានដើរតាមគាត់ទៅធ្វើពិធីផ្សេងជាញឹកញាប់ខ្ញុំនឹងប្រាប់ឲ្យស្ដាប់អ្វីដែលខ្ញុំចាំបានយ៉ាងច្បាស់នោះគឺការទៅរករបស់ល្អនៅក្នុងព្រៃសពព្រៃសពនេះគេអាចនិយាយថាជាទីតាំងសម្រាប់ជ្រោមជ្រែងរបស់គ្រូស្នេហ៍ទាំងអស់មិនថាជាការធ្វើប្រេងព្រាយដែលត្រូវយកទៅច្រេះពីខ្មោចស្លាប់អស្បើយឬស្លាប់ដោយហេតុការណ៍មិនធម្មតាក៏ត្រូវមកយកពីព្រៃសពនេះឬជាលោហៈមួយដែលគេនិយាយថាប្រសិនបើយកទៅធ្វើកាំបិតគ្រើវានឹងមានអំណាចពិសេសក៏យកមកពីព្រៃសពនេះឬដកដី7ពីព្រៃសពនោះមិនចាំបាច់និយាយទេឈ្មោះវាឲ្យដឹងតែទៅព្រៃសពដំបងខ្ញុំបានទៅព្រៃសពចិនគ្រូប្រាប់ថាអំណាចអាចកំបាំងនឹងភាពខ្លាំងវាមិនខ្លាំងដូចរបស់ខ្មែរឬកូនថ្មីទេគាត់ខ្លាចថាខ្ញុំនឹងមានបញ្ហាផ្លូវចិត្តដូច្នេះគាត់ឲ្យខ្ញុំសាកល្បងរបស់ចិនសិនមកដល់ចំណុចនេះខ្ញុំត្រូវប្រាប់ថាក្រៅពីព្រៃសពចិននៅខេត្តនេះកាលពីមុនក៏មានជនជាតិអ៊ីស្លាមមករស់នៅធ្វើមុខរបរផងដែរពួកគេបានសាងសង់សុសានឬព្រៃសពតាមប្រពៃណីរបស់ពួកគេប្រសិនបើព្រៃសពនៅតែជាព្រៃសពដែរវាអាចមិនមានរឿងអ្វីកើតឡើងទេប៉ុន្តែបន្ទាប់ពីកាលៈទេសៈកន្លងផុតជាច្រើនឆ្នាំតំបន់នោះពីជាទីក្រុងក្លាយជាកណ្ដាលទីក្រុងដូច្នេះក្រុមអ្នកវិនិយោគបានរុះរើព្រៃសពជនជាតិឥស្លាមចេញដើម្បីបំលែងតំបន់នោះជាសន្តាគារពួកគេនាំព្រះមកសូត្រមន្តសម្រាប់សុខសាន្តនិងបំបត្តិអាក្រក់ប៉ុន្តែព្រះក៏មិនអាចជួយបានទេព្រោះតំបន់នោះជាព្រៃសពជនជាតិឥស្លាមមិនមែនជាព្រៃសពសាសនាពុទ្ធទេសូត្រមន្តពីព្រះក៏មិនអាចធ្វើអ្វីបានឡើយសន្តាគារនៅទីនោះក៏មិនដែលរុងរឿងឡើយហើយវាក៏คล้ายជាកន្លែងដែលមានខ្មោចសាហាវបំផុតមួយនៅក្នុងប្រទេសផងដែរមានមនុស្សជួបខ្មោចនៅបន្ទប់ស្នាក់នៅខ្លះចន្លោះផ្លូវដើរខ្លះលើជណ្ដើរយន្តឬសំឡេងក្លិនជាច្រើនបែបប៉ុន្តែរឿងទាំងនោះខ្ញុំនឹងទុកប្រាប់ពេលក្រោយឥឡូវនេះសូមប្រាប់អំពីរឿងដែលខ្ញុំបានចូលទៅជាមួយលោកគ្រូនៅពេលវានៅតែជាព្រៃសពសិននៅថ្ងៃនោះខ្ញុំកាបូបតាមលោកគ្រូនិងអ្នកពេទ្យខ្មោចដែលមានចំណេះដឹងខ្ពស់ដើម្បីចូលទៅសរសេរយ័ន្តសម្រាប់ការជួញដូរជាក់ស្ដែងជនជាតិចិនគឺល្បីខាងការធ្វើជំនួញរួចហើយដូច្នេះយ័ន្តចិនដែលអ្នកឃើញភាគច្រើនវិធីធ្វើរបស់វាក៏ពាក់ព័ន្ធនឹងអំណាចអាចកំបាំងដែរឧទាហរណ៍ដូចជាលើកនេះត្រូវយកសម្លៀកបំពាក់របស់អ្នកស្លាប់មកធ្វើជាផ្នែកមួយនៃក្រដាសសម្រាប់សរសេរអក្សរយ័ន្តចូលទៅជាក់ស្ដែងណាស់ត្រូវតែបើកបិទឈូសពូជហើយយកសប្លាងមកហើយភារកិច្ចនេះក៏ជាខ្ញុំផ្ទាល់ដែលត្រូវធ្វើព្រោះខ្ញុំជាជំនួយការរបស់គ្រូអ្វីដែលខ្ញុំអាចជួយបានក្រៅពីជួយរំខានធ្វើឲ្យរឿងងាយคล้ายជារឿងពិបាកឲ្យគ្រូបណ្ដេញក៏ប្រហែលជាជួយបានតែរឿងទាំងនេះហើយពេលទៅដល់កន្លែងនោះគេជីកសឹបឡើងហើយបើគម្របឈូសក្លិនមិនល្អចេញភ្លាមខ្ញុំបិទច្រមុះមុនទៅជីកសឹបខ្ញុំហាត់ខ្លួនឲ្យស្រមៃក្លិនសាច់ឆ្កែស្លាប់34ថ្ងៃដើម្បីសាកល្បងក្លិនហើយគិតថាហាត់បានគ្រប់គ្រាន់តែពេលជួបសឹបមនុស្សពិតធំជាងសាច់ឆ្កែហើយនៅក្នុងឈូសដែលបិទជិតស្និទ្ធដូចជាកន្លែងរក្សាក្លិនល្អបំផុតឲ្យក្លិននោះស្ថិតនៅក្នុងនោះយ៉ាងតឹងរឹងខ្ញុំបើកវាត្រូវនិយាយថាវាប្រញាប់ប្រញ័លណាស់ស្ទើរតែអុកអាហារ
នៅក្នុងសាលនោះមានសពមួយកេងស្ងៀមស្ងាត់ជាជនជាតិចិនមើលទៅប្រហែលអាយុជាង80ឆ្នាំហើយវាក៏ត្រូវតាមជំនឿថាចាស់ជាងនេះកាន់តែមានអំណាចខណៈពេលដែលគ្រូកំពុងធ្វើពិធីបន្ទឹងវិញ្ញាណនៅតំបន់នោះសត្វឆ្កែចាប់ផ្ដើមស្រែកហៅខ្ញុំក៏មិនដឹងដែរនៅប្រទេសចិនពេលមានខ្មោចមកសត្វឆ្កែវាស្រែកហៅដូចនេះដែរឬទេតែសម្រាប់នៅប្រទេសថៃសត្វឆ្កែថៃមិនថាជាខ្មោចចិនខ្មោចបារាំងឬខ្មោចឥណ្ឌាតែបើជាខ្មោចហើយសត្វឆ្កែថៃរបស់យើងក៏មិនខ្វល់ទេក្នុងការធ្វើភារកិច្ចផ្ញើសញ្ញាពួកខ្មោចទាំងនោះកំពុងចង់លេងអ្វីមួយជាមួយអ្នកភ្លាមពេលសត្វឆ្កែវាស្រែកហៅខ្ញុំមានអារម្មណ៍ថាសពដែលកេងស្ងៀមស្ងាត់ក្នុងសាលនោះមានចលនាបើទោះបីជាមិនច្រើនក៏ដោយវាធ្វើចលនានោះខ្ញុំទទួលសារភាពថាខ្ញុំភ័យខ្លាំងណាស់ប្រសិនបើវាឡើងឈរឡើងដូចក្នុងភាពយន្តនឹងធ្វើដូចម្ដេចប៉ុន្តែសំណាងដែលគាត់បង្ហាញអាចកំបាំងត្រឹមតែប៉ុណ្ណោះមានទៀតបន្តិចទេយើងបិទគម្របសាលនោះរួចហើយកំពុងតែបង្ហូរដីបិទមានសំឡេងគេក៏អុបគម្របសាលពីខាងក្នុងគឺជាមនុស្សស្លាប់ដែលគេងនៅក្នុងនោះហើយដូចជាគាត់កំពុងក្រអូបឲ្យយើងបើកសុំទោសផងបើកមកយឺតពេកហើយពួកយើងជួយគ្នាបិទដីមុននឹងរត់ចេញពីទីនោះយ៉ាងលឿននេះគិតថាជាបទពិសោធន៍ដំបូងសម្រាប់ខ្ញុំដែលបានធ្វើការចុះទៅដល់ទីតាំងពិតគិតថាជាការហ្វឹកហាត់ធំមួយព្រោះបន្ទាប់ពីនេះលោកគ្រូនឹងនាំខ្ញុំទៅបើកព្រៃស្លាប់នៅប្រទេសថៃដែលខ្ញុំបញ្ជាក់បានថាបទពិសោធន៍នោះមិនអាចភ្លេចបានទេខ្ញុំបានឃើញខ្មោចចេញពីផ្លូវផ្ទាល់ផងរឿងនេះចាប់ផ្ដើមនៅពេលដែលពួកយើងទៅយកព្រៃនំប្រែព្រៃស្លាប់ដែលយើងទៅនោះស្ថិតនៅខាងក្រោយវត្តមួយដែលគេនិយាយថាតែផ្លូវទៅកាន់ទីនោះក៏គួរឲ្យខ្លាចរួចហើយមានរឿងរ៉ាវថាផ្លូវនេះល្បីខាងខ្មោចសាហាវបន្ទាប់ពីម៉ោង8យប់ទៅគ្មាននរណាថែទាំប្រើផ្លូវនេះទេមនុស្សជាច្រើននិយាយថាត្រូវបានខ្មោចបោកបញ្ឆោតតាមផ្លូវនេះមនុស្សខ្លះជួបឃើញមនុស្សអង្គុយលើភ្នូខ្លះវិញជួបឃើញដើមឈើដួលបិទផ្លូវឬទៅឈររងមុខមនុស្សធ្វើដំណើរឆ្លងកាត់ហើយរត់តាមរថយន្តឬលោតចូលរថយន្តជាញឹកញាប់រហូតបណ្ដាលឲ្យមានគ្រោះថ្នាក់ផងដែរពិសេសពេលមានអ្វីបែបនេះគេថាវានៅកាន់តែមានអំណាចលោកគ្រូក៏ដូច្នេះបានជ្រើសរើសទីនេះខ្ញុំដឹងថាខ្ញុំនឹងទៅទីបញ្ចុះសពប្រទេសខៃខ្ញុំខ្ចប់គ្រឿងសង្ហារិមទាំងអស់ពីផ្ទះដាក់វាជុំវិញរបស់ខ្ញុំប៉ុន្តែវាមិនបានផលពេលខ្ញុំគិតរឿងនេះគ្រូជេរខ្ញុំហើយវាคล้ายជាការពិតយើងនឹងស្វែងរកខ្មោចបើយើងទៅផ្លូវដែលខ្លាចគេតើយើងទៅណាយកខ្មោចចាក់ប្រេងលើគេលើកនេះយើងនឹងជួបខ្មោចអ្វីខ្ញុំធ្វើគឺប្រឆាំងនឹងចង់បានរបស់គ្រូចុងក្រោយបំផុតខ្ញុំក៏ត្រូវតែព្រមទទួលដោយមិនដឹងថាខ្ញុំនឹងត្រូវទៅជួបអ្វីខ្លះនៅទីនោះថ្ងៃនោះគឺជាថ្ងៃឈប់សម្រាកប្រហែលម៉ោង5ព្រឹកពេលដែលរថយន្តរបស់ពួកយើងចូលទៅលើផ្លូវដែលនាំចូលទៅកាន់ព្រៃសពមិនបាច់និយាយច្រើនទេមានសំឡេងឆ្កែហៅរស្វាគមន៍មកភ្លាមហើយមានខ្យល់បក់មកផងការស្វាគមន៍ភ្ញៀវរបស់ព្រាយវាក៏ចាប់ផ្ដើមឡើងដែរនៅក្នុងរយៈពេលមិនដល់ប៉ុន្មានវិនាទីប៉ុណ្ណោះបន្ទាប់ពីយើងដើរចូលតំបន់ព្រៃសពខ្ញុំបានឮសំឡេងមនុស្សយំសំឡេងមនុស្សហៅគ្នាសំឡេងមនុស្សរត់ច្របូកច្របល់នៅមួយជ្រុងនៃភ្នូទាំងនោះពេលខ្ញុំមើលតាមសំឡេងដែលឆ្ងាយបំផុតនៃចម្ងាយភ្នែកទំនងជាផ្នែកខាងចុងនៃព្រៃសពមានស្រមោលមនុស្សជាក្រុមមួយកំពុងអង្គុយនិយាយគ្នាដែលខ្ញុំសង្មត់ថាពួកនោះមិនមែនជាមនុស្សទេបន្ទាប់មកពេលកង់ខាងក្រោយរថយន្តធ្លាក់ចូលក្នុងរន្ធកង់ខាងមុខរថយន្តវានឹងត្រូវលើកខ្ពស់ឡើងមែនទេពេលកង់ខាងមុខរថយន្តលើកខ្ពស់ភ្លើងរថយន្តក៏បាញ់ឡើងលើដើមឈើផងដែរនៅពេលភ្លើងបាញ់ឡើងក្នុងរយៈពេលខ្លីនោះខ្ញុំបានឃើញគឺមានមនុស្សម្នាក់ចង់សម្លាប់ខ្លួនពីសាខាដើមឈើធំមួយដែលសាខារបស់វាធ្លាក់ចុះមកលោកគ្រូគាត់ត្រូវបញ្ចេញមន្តសូត្រដើម្បីបណ្ដេញវិញ្ញាណអាក្រក់ទាំងនោះឲ្យវាអន្តរាយបាត់ទៅវាដាច់ខាតថាដូចដែលគេនិយាយពិតមែនទេពួកយើងក៏បានជួបរឿងអាក្រក់នោះចុងក្រោយបើករថយន្តទៅល្អរថយន្តស្ទើរតែបិទម៉ាស៊ីនហើយបើសិនជាស្ទាតម៉ាស៊ីនវិញក៏មិនដំណើរការទេកន្លែងដែលរថយន្តបិទម៉ាស៊ីននោះគឺផ្លូវកង់មួយហើយនៅមុំនោះក៏ជាកន្លែងបំបែកព្រំដែនផងខាងឆ្វេងដែលជាអាងទឹកធំមួយខាងស្ដាំដៃវិញជាកន្លែងបញ្ចុះសពដែលមានជួរតាមគ្នាច្រើនជិតដល់10កន្លែងរវាងកន្លែងបញ្ចុះស្ពនីមួយក៏មានដើមឫស្សីស្របគ្នាដាក់ច្របល់គ្នាផង
ខ្ញុំមើលឃើញតែដើមឫស្សីកំពុងស្ទាក់ស្ទើរធ្វើឲ្យមានសំឡេងអ៊ឺបអាតពេលនេះខ្ញុំត្រូវធ្វើចិត្តឲ្យមមួនមិនហ៊ានប៉ះមើលកញ្ចក់ដោយខ្លាចថានឹងឃើញភ្ញៀវដែលមិនបានអញ្ជើញខ្ញុំលើកដៃបួសលើក្បាលសូមកុំឲ្យនាយចង់ឃើញអីទេនាយខ្លាចណាស់ទុកឲ្យនាយធ្វើបុណ្យផ្ញើឲ្យនាយខ្ញុំនឹងចាក់សោរយន្តទុកសូមជួយថែរក្សារយន្តឫស្សីនាយព្រឹកស្អែកនាយខ្ញុំនឹងត្រឡប់យកវិញបរិយាកាសនៅពេលខ្ញុំនិយាយនោះស្ងប់ស្ងាត់បំផុតរហូតអាចជឿតែសំឡេងដកដង្ហើមរបស់ខ្លួនឯងប៉ុណ្ណោះបន្ទាប់មកយើងក៏ចុះពីយន្តចាក់សោរួចហើយក៏យកកាបូបរបស់លោកគ្រូស្ពាយលើស្មាដើរទៅជាមួយលោកគ្រូឆ្លងកាត់ស្រះទឹកប្រសិនបើលើកមុខឡើងមើលនឹងឃើញដើមត្នោតឈរត្រង់ស្របគ្នាប៉ុន្តែមានរឿងអ្វីខ្ញុំត្រូវលើកមុខឡើងមើលទេចម្ងាយដើរនោះប្រហែល500ម៉ែត្រយើងក៏ដើរមកដល់តំបន់ភ្នូបរោះខ្ញុំមិនបានបង្វិលមកមើលក្រោយទេមិនបានដឹងអ្វីសោះព្យាយាមធ្វើជាមនុស្សមិនឃើញហើយដើរទៅមុខតែប៉ុណ្ណោះរហូតដល់លោកគ្រូហៅខ្ញុំព្រោះខ្ញុំបានដើរឆ្លងផុតភ្នូដែលលោកគ្រូបានសម្គាល់ទុកខ្ញុំក៏រត់ត្រឡប់ទៅរកលោកគ្រូភ្លាមភ្នែកខ្ញុំនៅតែបញ្ចេញមើលទៅក្រុមមនុស្សដែលបានឃើញដំបូងនោះដែលនៅចុងក្រោយនៃព្រៃសពពេលនេះវាហាក់ដូចជាពួកគេនៅទីនោះក៏កំពុងមើលមកខ្ញុំដែរខណៈពេលដែលលោកគ្រូកំពុងធ្វើពិធីបង្កើតរង្វង់ខ្សែសូរិយានោះជាតំបន់សុវត្ថិភាពដែលយើងស្ថិតនៅក្នុងពេលកំពុងធ្វើពិធីពេលលោកគ្រូបញ្ចប់ការបង្កើតរង្វង់ហើយពួកយើងក៏ចូលទៅក្នុងខ្សែសូរិយាហើយពេលលោកគ្រូចាប់ផ្ដើមសូត្រមន្តខ្យល់ក៏ចាប់ផ្ដើមបក់ខ្លាំងឡើងវាបក់ធ្វើឲ្យធូលីនៅជុំវិញបោះឡើងដល់ថ្នាក់ខ្ញុំត្រូវបិទភ្នែកសំឡេងឆ្កែហៅគ្នាទៅវិញទៅមកពីចម្ងាយអារម្មណ៍នៅពេលនោះដូចជាអត្រាសីតុណ្ហភាពជុំវិញខ្លួនបានធ្លាក់ចុះយ៉ាងច្បាស់សំឡេងបាក់សីយកខ្លះស្លាប់ហើយចេញពីដើមឈើធំនៅកន្លែងវាស្ថិតនៅដូចជាវាភ័យខ្លាចហើយហោះគេចចេញពីអ្វីមួយដែលគិតថាគួរតែជាភ្នែឬអារក្សព្រោះលោកគ្រូបានសូត្រមន្តបន្តរយៈពេលខ្លះរួចលោកបានយកឈើច្រត់ដែលប្រើជាប្រចាំដឹកវាឡើងហើយចាក់វាចូលដីយ៉ាងខ្លាំងរឿងដែលមិនគួរឲ្យជឿក៏បានកើតឡើងសាកសពស្ត្រីដែលឈឺនឹងលួយនៅក្នុងបូជាដែលបានជីកឡើងមកពីមុនចាប់ផ្ដើមរញ្ជួយទោះបីជាសាកសពលួយដល់ថ្នាក់នោះក៏ដោយវាមិនគួរតែអាចផ្លាស់ទីបានផងប៉ុន្តែដោយសារមន្តហៅវិញ្ញាណចូលក្នុងសាកសពដើម្បីបណ្ដោះខ្មោចរបស់លោកគ្រូខ្ញុំវាបានផ្ដល់ជីវិតវិញឲ្យនាងសាកសពនោះបានបន្តិចមួយលេបកាយឡើងលោកគ្រូបានប្រញាប់យកខ្សែសិចចូលទៅរុំជុំវិញនាងរហូតដល់ខ្មោចនោះស្រែកឡើងសំឡេងរបស់វាស្រួលជាមួយខ្យល់ដែលបក់ភ្លេចដូចជាខ្យល់នោះបានបក់មកពីពិភពផ្សេងទៀតខ្ញុំបានលើកមុខឡើងមើលផ្កាយនៅលើមេឃពេលនេះវាមើលល្ងិតមេឃបានផ្លាស់ប្ដូរទៅជាពណ៌ក្រហមមិនដឹងថាព្រះច័ន្ទបានក្លាយជាពណ៌ក្រហមចាប់តាំងពីពេលណាដែរនៅក្នុងស្ថានភាពភ័យខ្លាចដល់កម្រិតខ្ពស់បំផុតរបស់ខ្ញុំអាចារ្យឲ្យបានហៅឲ្យខ្ញុំស្ទាបស្មារតីវិញហើយជួយកាន់ឧបករណ៍ផ្សេងអាចារ្យឲ្យបានយកទៀនដែលបានសូត្រមន្តរួចហើយទៅដុតនៅក្រោមចង្កាភ្ញាក់ដែលត្រូវបានបណ្ដេញឡើងវាកំពុងព្យាយាមបែកខ្សែសាយសិចដែលចងវាទុកមានផ្សែងកើតឡើងដូចជាវាកំពុងប្រឆាំងនឹងអំណាចកម្ដៅពីរាងកាយដែលទើបតែទទួលជីវិតថ្មីខ្ញុំមិនដឹងថាខ្សែសិចនេះនឹងអាចអត់ទ្រាំបានយូរប៉ុណ្ណាទេព្រោះឥឡូវនេះពីខ្សែសិចថ្មីវាហាក់ដូចជាកំពុងរួចចុះអ្វីដែលអាក្រក់ជាងនេះទៅទៀតគេថាប្រសិទ្ធព្រឺព្រួចរបស់គ្រូមិនបានបណ្ដុះតែវិញ្ញាណនារីស្រស់ស្អាតនេះប៉ុណ្ណោះទេប៉ុន្តែវាបានចាប់ផ្ដើមមានសំឡេងហៅអំពាវនាវរបស់ខ្មោចស្លាប់សល់ដែលគេងរួចជាអាហារព្រិលនៅទីនេះជាយូរឆ្នាំហើយកំពុងតែត្រៀមភ្ញាក់ឡើងវិញដូចជានារីនៅមុខនេះផងដែរប្រាកដណាស់ខ្មោចទាំងនោះមិនត្រូវបានចងជាប់ដោយខ្សែសិល្បៈដូចនារីនេះទេមានន័យថាពួកវាអាចដើរមករកយើងបានខ្ញុំមិនចង់គិតបន្តទេថាពួកវាអាចធ្វើអ្វីយើងបានខ្លះហើយរង្វង់ការពារដ៏ធំដូចទីក្រុងស៊ីដនីនេះក៏មើលទៅមិនអាចជួយអ្វីបានច្រើនដែរខណៈពេលដែលលោកគ្រូកំពុងតែរត់ភ័យនោះខ្ញុំក៏បានបញ្ចេញភ្នែកឃើញថាមានដៃជាច្រើនកំពុងលើកឡើងពីក្រោមផុងយ៉ាងច្របូកច្របល់រហូតខ្ញុំបានឮសំឡេងលោកគ្រូនិយាយថារើសរបស់រួចហើយខ្ញុំបានឃើញទឹកពណ៌លឿងឥឡូវនេះស្ថិតនៅក្នុងបំពង់កញ្ចក់មួយដែលនៅវេលាម៉ោងរសៀលបំពង់នេះនៅទេសឡាតែឥឡូវនេះវាពោពេញទៅដោយទឹកពណ៌លឿងដែលទើបតែបង្ហូរចេញពីសពថ្មីខ
ខណៈពេលដែលលោកគ្រូកំពុងសូត្រមន្តហើយចាប់ខ្មោចនោះដាក់វាចូលទៅក្នុងឈូងវិញដោយមិនខ្វល់អ្វីទេខ្ញុំក៏ប្រមូលអ្វីដាក់ចូលកាបូបរបស់ខ្លួនហើយយើងគ្នាក៏រត់គេចចេញពីទីនោះលោកគ្រូក៏រត់ដែរទោះបីជាមានវិជ្ជាក៏ដោយតែពេលជួបខ្មោចពេញព្រៃសប្បែបនេះក៏មិនអាចទ្រាំបានដែរស្រមោលងឹតជាច្រើនបានផុសចេញពីដីហើយព្យាយាមដើរមករកយើងក្នុងផ្លូវខុសពួកគេខ្លះមានរាងកាយមិនពេញលេញខ្លះគ្មានក្បាលឬដៃខ្លះមានត្រឹមតែពាក់កណ្ដាលនៃសាកសពហើយពួកវាត្រូវបានរលួយស្ទើរតែទាំងស្រុងប៉ុន្តែពាក់កណ្ដាលខាងក្រោមនៅតែអាចវារឡើងពួកវាមើលទៅគួរឲ្យភ័យខ្លាចខ្លាំងណាស់ខ្ញុំក៏តែរត់យ៉ាងលឿនរហូតផុតចេញពីទីនោះបានរហូតដល់ត្រឡប់មកដល់ឡានហើយសាកបើកម៉ាស៊ីនមើលវាដំណើរការពិតនោះហើយយើងទើបអាចចេញពីទីនោះបានហើយនេះក៏ជាបទពិសោធន៍មួយដែលខ្ញុំមិនដែលភ្លេចបាននៅសម័យនោះទេចុងសប្តាហ៍ឈប់វែងនេះខ្ញុំក៏គិតថានឹងត្រឡប់ទៅស្រុកកំណើតវិញដើម្បីទៅជួបគ្រូបង្រៀនបន្តិចប្រសិនបើខ្ញុំមានរឿងអ្វីល្អទៀតខ្ញុំនឹងត្រឡប់មកបន្តផ្ដល់ជូនម្ដងទៀតរឿងរ៉ាវទាំងអស់នៅពេលនោះវាក៏បញ្ចប់ត្រឹមតែប៉ុណ្ណោះតុកតាអាចថតសម្លេងបានជាលេងសំណប់ចិត្តកុមារប៉ុន្តែវាជាអ្វីធ្វើឲ្យម្ដាយខ្លាចខ្លាំងបើសិនសម្លេងដែលបានថតទុកមិនមែនជាសម្លេងគួរឲ្យស្រឡាញ់ឬសម្លេងច្រៀងឬសម្លេងនិយាយទេប៉ុន្តែជាសម្លេងកំពុងស្រែកដោយការឈឺចាប់និងសម្លេងយំដូចដែលយើងបានឬពីតុកតាក្មេងស្រីសក់វែងមួយដែលយើងបានទទួលពីមិត្តរួមការងារនៅថ្ងៃខួបកំណើតលើកទី5របស់កូនស្រីមិត្តរួមការងាររបស់យើងគាត់បានយកតុកតាមកផ្ដល់ជាអំណោយដែលជាម៉ូដែលកម្រមួយនាំចូលពីបរទេសគាត់បានប្រាប់តាមត្រង់ថាវាជាផលិតផលដៃទី2ប៉ុន្តែបានសម្អាតរួចរាល់ហើយសម្រាប់មនុស្សដែលចូលចិត្តប្រមូលតុកតានេះជាផលិតផលថ្លៃមួយកូនស្រីរបស់យើងឃើញហើយក៏ចូលចិត្តភ្លាមដូច្នេះយើងបានទទួលយកវាដោយមានមោទនភាពតុកតាក្មេងស្រីនេះមានសម្លេងដើមជាច្រើនដែលក្រុមហ៊ុនបានថតទុកមានទាំងសម្លេងសើចសម្លេងនិយាយសួស្ដីសម្លេងច្រៀងភាសាអង់គ្លេសហើយក៏អាចថតសម្លេងរបស់យើងឲ្យវានិយាយតាមបានផងដែរបន្ថែមទៀតវាមានប៊ូតុងមួយដែលបើចុចទៅវានឹងអាចភ្លឺភ្នែកធ្វើចលនានិងផ្លាស់ទីជើងបានវាអាចដើរជាជំហានខ្លីបានផងដែរមានអក្សរដៃក្មេងសរសេរឈ្មោះទុកចុងជើងតុកតាយើងមិនយកចិត្តទុកដាក់ច្រើនទេបន្ទាប់មកកូនសួររកវាដោយហៅតាមឈ្មោះដែលសរសេរនោះទោះបីគាត់មិនទាន់អាចអានសៀវភៅក៏ដោយយើងគិតថាវាគ្រាន់តែជាការប្រហែលចៃដន្យឲ្យប៉ុណ្ណោះដើម្បីឲ្យខ្លួនឯងសុខចិត្តយើងទិញតុកតានិយាយឲ្យគាត់ដើម្បីវាជាមិត្តគ្នាទោះវាថ្លៃជាងប្រដាប់ក្មេងលេងធម្មតាផ្សេងទៀតក៏ដោយរហូតដល់ថ្ងៃមួយខណៈពេលកូនកំពុងអង្គុយលេងតុកតានៅក្នុងបន្ទប់យើងបានឮសំឡេងស្រែកខ្លាំងគិតថាជាសំឡេងកូនដូច្នេះយើងរត់ចូលមើលភ្លាមតែទោះជាយ៉ាងណាកូនក៏ភ្ញាក់ផ្អើលជាមួយសំឡេងស្រែកនោះគាត់ចង្អុលទៅកាន់តុកតាតែមួយភ្លាមយើងបានទៅយកតុកតានោះមកសាកសំឡេងមើលរហូតដល់ចប់ក៏មិនឮសំឡេងស្រែកនោះសោះមានក្រុមហ៊ុនណាមួយនឹងយកសំឡេងគួរឲ្យភ័យរន្ធត់បែបនោះមកដាក់ឲ្យកុមារស្ដាប់ទេអីចឹងសំឡេងនោះវាមកពីណាយើងបំបែកបន្ទប់គេងឲ្យកូនជាលើកដំបូងដាក់កាមេរ៉ាសុវត្ថិភាពទីនោះយប់នោះមានសំឡេងក្មេងស្រែកកណ្ដាលអាធ្រាត្រ3ម៉ោងឪពុកម្ដាយភ្ញាក់ឡើងរត់ចូលទៅមើលកូនមិនឃើញអ្វីប្លែកទេកូនក៏ចង្អុលទៅកាន់តុកតាដូចមុនយើងចឹងសម្រេចចិត្តយកកូនមកគេងជាមួយហើយទុកតុកតានោះឲ្យនៅទីនោះយើងក៏សួរកូនថាមានមិត្តលេងក្នុងចិត្តស្រមៃទេប៉ុន្តែកូនក៏បញ្ជាក់ថាគ្មានទេគាត់មិនមានមិត្តដែលមើលមិនឃើញទេយើងក៏ស្រួលចិត្តប៉ុន្តែតែមានការសង្ស័យថាហេតុអ្វីតុកតានោះវាធ្វើសំឡេងចម្លែកចេញមកប្រសិនបើវាមិនមានវិញ្ញាណស្នាក់នៅឬវាអាចចិត្តខូចហើយព្រោះជាអ្នកទិញដៃទី2រឹកថ្ងៃបន្ទាប់3យើងក៏យកតុកតាទៅរកអ្នកជួសជុលប៉ុន្តែគ្មាននរណារួចជួសជុលទេតែអាចបើកមើលម៉ាស៊ីនខាងក្នុងបាន
ហើយក៏មិនឃើញមានអ្វីខុសប្រក្រតីទេដូច្នេះចាំបាច់យកតុកតានោះមកឲ្យកូនលេងដូចធម្មតាវិញយកតុកតាមកវិញបានមិនយូរទេពីមុនដែលយើងបានឮតែសំឡេងស្រែកប៉ុណ្ណោះពេលនេះយើងក៏បានឮសំឡេងយំផងដែរសំឡេងនោះជាសំឡេងស្ត្រីហើយមិនមែនជាម្ចាស់សំឡេងស្រែកដែរនោះទេសំឡេងយំក្រហមក្រហាយនោះស្ដាប់ទៅដូចជាធ្វើឲ្យសោកស្ដាយនិងគួរឲ្យភ័យខ្លាចយើងបិទសំឡេងផ្សេងក៏ដោយតែសំឡេងយំនោះនៅតែមានសំឡេងនៅខាងក្រោយមិនថាតុកតានឹងច្រៀងចម្រៀងឬសើចក៏ដោយសំឡេងយំនោះនៅតែមានវាធ្វើឲ្យយើងចង់យកតុកតានេះទៅបោះចោលឲ្យចប់បញ្ចប់ទៅតែប៉ុន្តែកូនចូលចិត្តតុកតានេះជាងតុកតាផ្សេងទៀតទោះវាមានសំឡេងយំក៏ដោយកូនយើងនៅតែប្រាប់ថាគួរឲ្យសង្វេគហើយយកវាអបក្តីស្រឡាញ់បន្ទាប់ពីថ្ងៃនោះមកយើងតែងតែសង្កេតមើលតុកតាតាមកាមេរ៉ាសុវត្ថិភាពរហូតដល់បានឮសំឡេងថ្មីជាសំឡេងបុរសសើចរយៈពេលប៉ុន្មានវិនាទីហើយបាត់ទៅហើយក៏មានសំឡេងអូសអន់របស់វត្ថុធ្ងន់ផងដែរពេលស្ដាប់ដំបូងគិតថាម៉ូទ័រតុកតាខូចប៉ុន្តែពេលស្ដាប់ជារឿយយើងកាន់តែប្រកាសថាវាជាសំឡេងអូសរបស់អ្វីមួយកំពុងស្វែងរកម្ចាស់ចាស់តុកតានេះរហូតដល់បងយកមកឲ្យបានប្រាប់ថាគាត់បានវាឥតគិតថ្លៃពីមនុស្សស្គាល់ម្នាក់ទៀតយើងសួរច្រើនថាមនុស្សស្គាល់នោះជានរណារហូតដល់គាត់ប្រាប់ថាជាអ្នកសាច់ញាតិរបស់គាត់ដែលជាគូស្នេហ៍គាត់បានផ្លាស់ទីផ្ទះហើយមានវត្ថុជាច្រើនលក់បន្តឬផ្ដល់ឲ្យអ្នកផ្សេងតុកតានេះជាមួយក្នុងចំណោមវត្ថុទាំងនោះផងដែរដំបូងយើងមិនសង្ស័យអ្វីទេស្ដាប់ហើយមិនឃើញអ្វីចម្លែកឡើយតែពេលត្រឡប់គិតវិញឬសូម្បីសំឡេងទាំងនោះក៏អាចជាសំឡេងយើងផងដែរតែពេលថតសំឡេងតាមម៉ាស៊ីនថតសំឡេងក្នុងតុកតាវាស្ដាប់ចម្លែកណាស់យើងមិនដែលស្រែកបែបនោះទេហើយយើងផ្ទាល់ក៏មិនដែលយំសំឡេងសោកសៅបែបនោះដែរបើដូច្នេះសំឡេងនោះជាសំឡេងម្ចាស់ចាស់ហើយបងដែលធ្វើការនៅទីនោះប្រាប់ថាប្រទេសនោះជាគ្រួសារតូចមួយមានឪពុកម្ដាយនិងកូន3នាក់ដូចយើងស្ងប់ចិត្តថាវាអាចជាសំឡេងរបស់ពួកគេហើយពួកគេប្រហែលជាធ្លាប់មានការរិះគន់គ្នាដូច្នេះតុកតានោះថតសំឡេងទុកយើងកំពុងបោះបង់ការសង្ស័យអំពីរឿងនេះហើយរស់នៅតាមធម្មតាមនុស្សគ្រប់គ្នាក៏ចាប់ផ្ដើមស្រួលចិត្តជាមួយសម្លេងចម្លែកទាំងនោះដែលពេលខ្លះទើបបានឮកូនក៏ស្រឡាញ់តុកតានេះខ្លាំងណាស់ដល់ថ្នាក់យើងមិនហ៊ានធ្វើឲ្យគាត់ខកចិត្តដោយយកវាចោលប៉ុន្តែបន្ទាប់មកតុកតានោះក៏ចាប់ផ្ដើមបង្កការភ័យខ្លាចក្មេងមួយវាអាចផ្លាស់ទីបានដោយខ្លួនឯងរាល់ពេលដែលមាននរណាម្នាក់យកវាចេញពីបន្ទប់ហើយដាក់វាទុកកន្លែងណាមួយវានឹងត្រឡប់មកវិញម្ដងទៀតវាមិនដែលស្ថិតនៅកន្លែងដើមនោះទេអ្នកធ្លាប់បញ្ជូនកូនចូលគេងដោយដាក់តុកតានោះនៅលើក្បាលគ្រែពេលយប់យើងបានឮសំឡេងមនុស្សដើរនៅលើជណ្ដាលប៉ុន្តែវាមិនដូចសំឡេងមនុស្សដើរទេពេលដើរចេញទៅមើលឃើញតុកតានោះគេងស្ងៀមស្ងាត់នៅចុងជណ្ដាលទោះបីជាមិនមាននរណាដឹកវាចេញមកក៏ដោយពេលខ្លះកូនទុកវាទុកនៅក្នុងបន្ទប់ទទួលភ្ញៀវប៉ុន្តែពេលយើងត្រឡប់ចូលបន្ទប់វិញវានៅលើសាឡុងទោះបីជាកូនមិនទាន់ចូលមកក្នុងបន្ទប់នេះសូម្បីតែម្ដងក៏ដោយអ្វីកាន់តែធ្ងន់ធ្ងរឡើងមួយថ្ងៃយើងបានឃើញក្រដាសមួយជាមួយនឹងថ្នាំពណ៌ក្រឡាប់នៅលើដីក្នុងបន្ទប់កូននៅលើក្រដាសមានរូបគំនូរមនុស្ស3នាក់ជាគ្រួសារមួយនិងមានរូបតុកតាក្មេងស្រីនៅចុងរូបភាពយើងគិតថាកូនគួរតែជាអ្នកគំនូរនោះដល់ពេលក្រោយគាត់ចូលចិត្តគំនូរមនុស្ស3នាក់គឺឪពុកម្ដាយកូននិងតុកតាម្នាក់ទៀតជាញឹកញាប់តែរូបភាពកូនគំនូរនោះវាចាប់ផ្ដើមមើលទៅគួរឲ្យភ័យខ្លាចកាន់តែច្រើនរូបមួយទាំងអស់ជាពណ៌ខ្មៅមានរូបមួយទៀតឪពុកកំពុងច្របាច់សូសឬបង្ខំតុកតាហើយរូបដែលគួរឲ្យភ័យខ្លាចបំផុតគឺឪពុកកំពុងច្របាច់កម្ដាយរូបភាពទាំងនេះបង្ហាញអារម្មណ៍ក្នុងចិត្តអ្នកគំនូរយ៉ាងច្បាស់ដូច្នេះយើងសួររហ័សកូនថាហេតុអ្វីគំនូរគាត់គួរឲ្យភ័យខ្លាចបែបនេះទោះបីជាក្នុងផ្ទះយើងមិនប្រើអំពើហិង្សាកូនបដិសេធប្រាប់ថាគាត់មិនមែនជាអ្នកគំនូរនោះទេប៉ុន្តែយើងគិតថាកូនប្រហែលភ័យខ្លាចមិនហ៊ានប្រាប់ពិតដូច្នេះយើងនាំគាត់ទៅជួបវេជ្ជបណ្ឌិតសួរថាតើយកមកពីមិត្តភក្តិឬទេកូននៅតែបដិសេធរូបគំនូរទាំងនោះคล้ายជាប្រឡំលោកថ្មីមួយដែលមកជាមួយភាពភ័យខ្លាចមិនចប់មិនស្រេចតុកតានោះវានៅតែផ្លាស់ទីដោយខ្លួនឯងមិនឈប់ហើយវាក៏ចាប់ផ្ដើមបញ្ចេញសំឡេងមួយដែលយើងមិនបានរយល់ហើយ
នៅយប់មួយដែលយើងបានឬសំឡេងយំរបស់ស្ត្រីម្នាក់យើងបានដើរតាមសំឡេងចុះទៅជាន់ក្រោមនៃផ្ទះស្ត្រីម្នាក់កំពុងអង្គុយបែរខ្នងនៅលើសាឡុងដាក់មុខយំរហូតដល់រាងកាយរញ្ជួយពេលយើងបើកភ្លើងរូបភាពនោះក៏បាត់ទៅភ្លាមទុកសល់តែតុកតាតែមួយនោះប៉ុណ្ណោះដែលសពថ្ងៃវាប្រែជាសាមទាំងមូលដូចជាវាបានយំពិតយើងយកតុកតានោះដាក់ក្នុងថង់ខ្មៅហើយយកទៅបោះចោលភ្លាមមិនទាន់បាន2ម៉ោងផង3អ៊ីបានឬសំឡេងអ្វីមួយបុកទ្វារមុខផ្ទះរហូតភ្ញាក់គាត់ចុះទៅមើលម្នាក់ឯងហើយបានជួបតុកតានោះដាក់ស្ថិតនៅមុខទ្វារគិតថាកូនយកទៅលេងហើយភ្លេចទុកចោលដូច្នេះគាត់បានយកទៅបោកក្នុងម៉ាស៊ីនបោកខោអាវដោយមិនសួរយើងសោះរហូតដល់ព្រឹកយើងស្ទើរតែស្រែកហើយប្រាប់ឲ្យគាត់យកទៅបោះចោលដូចដើមវិញកូនស្រីយំអស់កម្លាំងមិនចង់ឲ្យយកទៅបោះចោលទេយើងដោះស្រាយបញ្ហាដោយចាំបញ្ជាទិញតុកតាថ្មីតាមអ៊ីនធឺណិតមានពណ៌ទ្រង់ទ្រាយដូចគ្នាតែត្រូវរងចាំប្រហែល10ថ្ងៃចន្លោះពេលនោះក៏ត្រូវរក្សាទុកវាទុកជាមុនសិនរហូតដល់ថ្ងៃដែលយើងអស់ស្បពិតគឺពេលដែលយើងកំពុងធ្វើការងារផ្ទះតាមរបៀបម្ដាយផ្ទះហើយឲ្យកូនលេងនៅបន្ទប់បន្ទាប់មកយើងបានឬសំឡេងស្រែកយំដូច្នេះយើងបានរត់ចូលទៅមើលតុកតាទូនោះបើកភ្នែកធំហើយមានរាវពណ៌ក្រហមស្រអាប់សាច់ស្រពេចស្រពេលលើខ្លួនកូនស្រីយើងរត់ចូលមកមើលបង្ហាញថាគាត់មិនមែនជាអ្នកធ្វើទេហើយរាវដែលលាបលើតុកតានោះក៏មានក្លិនដូចឈាមប៉ុន្តែជាឈាមពណ៌ងឹតពេលនោះយើងមិនខ្វល់អ្វីទៀតទេគ្រាន់តែចាប់វាទៅបោះចោលក្នុងធុងសម្រាមមុខភូមិតែមួយគត់ដោយសារតែមានសង្ស័យយើងសួរអ្នកទាំងអស់អំពីរឿងតុកតាភ័យស្លុតមានមនុស្សម្នាក់ប្រាប់ថាប្រសិនបើចង់ដឹងថាមានខ្មោចពិតឬអត់ត្រូវដឹងប្រភពវាមុនយើងសួរបងនៅកន្លែងធ្វើការប៉ុន្តែគាត់បដិសេធមិនប្រាប់សោះយើងក៏សួរមនុស្សនេះមនុស្សនោះស្រាវជ្រាវតាម Facebook រហូតដឹងក្រោយម្ចាស់តុកតានោះបានប្រទះករណីគួរឲ្យភ័យខ្លាចឪពុកសម្លាប់ម្ដាយដោយកំហឹងមូលហេតុគឺការប្រច័ណ្ឌនិងស្នេហាមិនសមហេតុផលក្រោយពីរឿងនេះចប់សាច់ញាតិក៏លក់អស់ទៅក្មេងស្រីដែលជាកូនស្រីរបស់អ្នកទាំងពីរបានរស់ជីវិតប៉ុន្តែនាងបានឃើញហេតុការណ៍ដែលឪពុកចាក់សម្លាប់ម្ដាយរបស់នាងដោយសារតែនាងកំពុងលាក់ខ្លួននៅក្រោមដូចជាមួយនឹងតុកតាលុះពេលសមត្ថកិច្ចមកដល់កុមារីអាយុ5ឆ្នាំត្រូវមើលម្ដាយដេកក្នុងថ្លុកឈាមក្បែរឪពុកស្លាប់តាមទៅផងអាចជាការពិតថាសំឡេងយើងឬគឺសំឡេងឪពុកនិងម្ដាយចំនួនសំឡេងស្រែកអាចជាសំឡេងក្មេងស្រីថ្ងៃនោះបន្ទាប់ពីថ្ងៃនោះផ្ទះរបស់ក្មេងស្រីត្រូវសម្អាតធំមួយលើកគម្រោងបានលាក់បាំងអ្វីទាំងអស់ហើយយកផ្ទះចេញលក់តែវត្ថុខ្លះបានមកយកទៅខ្លះទៀតក៏ទុកចោលទូតុកតានេះមិនប្រកាសថាក្មេងស្រីចង់បោះចោលឬទេមិនដឹងថាវាជារបស់សំខាន់ទេដូច្នេះមិនបានយកទៅជាមួយក្មេងស្រីឡើយចំណែករឿងចម្លែកផ្សេងដូចជាការដែលវាអាចផ្លាស់ទីបានដោយខ្លួនឯងរូបភាពអាចកំបាំងទាំងនោះវាអាចមកពីវិញ្ញាណពិតប្រាកដប៉ុន្តែប្រហែលមិនមែនជាវិញ្ញាណក្មេងទេទំនងជាវិញ្ញាណម្ដាយរបស់នាងជាងព្រោះយើងធ្លាប់ឃើញម្ដងមួយដែលនាងអង្គុយយំលើសាឡុងដែលបានដឹងរឿងរ៉ាវទាំងអស់ចាប់តាំងពីដំបូងដែលខ្លាចវាបានផ្លាស់ប្ដូរទៅជាការសោកស្ដាយយើងសោកស្ដាយជំនួសក្មេងនោះដែលត្រូវបានគេបោកបញ្ឆោតដោយរូបភាពអំពើហិង្សាពេញមួយជីវិតហើយក៏សោកស្ដាយចំពោះពួកយើង3នាក់ប៉ាម៉ាក់កូនដែលគ្មាននរណាអាចភ្លេចសំឡេងស្រែករបស់ក្មេងស្រីដែលឮចេញពីតុកតាទូនោះបានឡើយរឿងរ៉ាវទាំងអស់នេះមានត្រឹមតែប៉ុណ្ណេះប៉ុណ្ណោះវាបានកើតឡើងជាមួយអ្នកហ្វឺនផ្ទាល់និងមិត្តស្និទ្ធទៀត3នាក់នៅពេលដែលនាងកំពុងសិក្សានៅសាកលវិទ្យាល័យឆ្នាំទី3ត្រូវប្រាប់ជាមុនសិនថាក្រុមរបស់អ្នកហ្វឺនមានសរុប4នាក់គឺ1អ្នកហ្វឺន2អ្នកអូអ្នកតាមនិងចុងក្រោយគឺអ្នកប៊យទាំង4អ្នកនេះគឺជាមិត្តស្និទ្ធគ្នាចាប់តាំងពីឆ្នាំទី1រួចមកហើយអាចនិយាយបានថាស្និទ្ធគ្នាណាស់សាកលវិទ្យាល័យនេះគឺជាពេលវេលាដែលពួកគេស្និទ្ធគ្នាណាស់ក្នុងជីវិតមួយរបស់អ្នកហ្វឺននាងបានប្រាប់ខ្ញុំថាទាំង4អ្នកនេះតែងតែជាប់ជាមួយគ្នាទៅណាក៏ទៅជាមួយគ្នាធ្វើការងារក្រុមក៏នៅក្រុមតែមួយដើរញ៉ាំបាយក៏ញ៉ាំជាមួយគ្នាជិតគ្រប់ពេលប្រសិនបើមានមនុស្សម្នាក់បាត់ទៅថ្ងៃណាវាមានអារម្មណ៍ថាចម្លែកតែពេលឡើងឆ្នាំទី3ស្រាប់តែមានរឿងមួយកើតឡើងដែលធ្វើឲ្យទាំង4អ្នកមិនបានរំពឹងទុកគឺអ្នកអូមិត្តស្និទ្ធម្នាក់ក្នុងក្រុមត្រូវប្តូរទៅរស់នៅបរទេសយ៉ាងភ្លាមភ្លាត់
ដោយសារម្ដាយរបស់អ្នកអូទទួលបានការងារថ្មីអ្នកអូផ្ទាល់ក៏ត្រូវប្ដូរទៅរស់នៅជាមួយម្ដាយរបស់នាងដែរដូច្នេះនាងត្រូវចាក់ចេញពីសាកលវិទ្យាល័យដើម្បីប្ដូរទៅរស់នៅជាមួយម្ដាយនៅបរទេសជាអចិន្ត្រៃយ៍នៅពេលដែលអ្នកអូប្រាប់ដំណឹងនេះទៅកាន់អ្នកហ្វឺននិងមិត្តភ័ក្តិទាំងអស់គ្រប់គ្នាស្មានមិនដល់ទេហើយមានអារម្មណ៍សោកស្ដាយណាស់ព្រោះវាកើតឡើងយ៉ាងឆាប់រហ័សហើយនៅសល់តែម្ដងមួយឆ្នាំទៀតប៉ុណ្ណោះក៏នឹងបញ្ចប់ការសិក្សាអ្នកហ្វឺនក៏មិនបានគិតថាត្រូវតែបែកគ្នាជាមួយមិត្តភ័ក្តិមុនពេលដល់ពេលកំណត់បែបនេះទេដូច្នេះមិត្តភ័ក្តិទាំង4នាក់គេក៏គិតថាព្រោះយ៉ាងណាក៏នឹងមិនបានជួបគ្នាទៀតហើយឬក៏ប្រហែលជាមិនមានឱកាសជួបគ្នាទៀតសោះដែរព្រោះការទៅបរទេសរបស់អ្នកអូគឺទៅឆ្ងាយហើយទៅជារយៈពេលយូរជានិច្ចដោយមិនមានផែនការត្រឡប់មកវិញនៅថៃឡើយដូច្នេះមិត្តភ័ក្តិទាំង4នាក់គេក៏គិតថាគួរតែមានអនុស្សាវរីយ៍ល្អជាទីបញ្ចប់ដោយធ្វើដំណើរតូចមួយជាសំណាក់ចុងក្រោយមុនពេលអ្នកអូត្រូវចាក់ចេញចុងក្រោយមិត្តភ័ក្តិទាំង4នាក់ក៏ព្រមព្រៀងគ្នាថានឹងរៀបចំដំណើរតូចមួយជាមួយគ្នាតោះទៅលេងខេកទាំងអស់គ្នាជាដំណើរលាគ្នារបស់អូមុននឹងលោកអូចាក់ចេញជាអចិន្ត្រៃយ៍លោកទុំមិត្តរបស់លោកក្នុងក្រុមដូច្នេះខ្ញុំបានបង្កើតគំនិតមួយតាមពិតគាត់មានផ្ទះនៅខេត្តមួយនៅភាគខាងជើងវាជាផ្ទះរបស់គ្រួសារទុំហើយបរិយាកាសជុំវិញផ្ទះគឺល្អណាស់មានវាលស្មៅតូចមួយដែលមានស្ទ្រីងច្បាស់លាស់ដែលមានលក្ខណៈឯកជនវាផងដែរសមស្របសម្រាប់ការបោះជំរំខ្លាំងណាស់ប្រសិនបើទៅត្រឹមតែប្រហែលថ្ងៃតែប៉ុណ្ណោះនៅកន្លែងនោះក៏មិនចាំបាច់ចំណាយថ្លៃស្នាក់នៅទេលោកដំបានប្រាប់គ្រួសាររបស់គាត់ថានឹងទៅលេងផ្ទះនៅខេត្តក្រៅដោយសារតែគ្រប់គ្នាជានិស្សិតសាកលវិទ្យាល័យមិនមានលុយច្រើនដូចគេនោះទេការទៅលេងដោយមិនចាំបាច់ចំណាយថ្លៃស្នាក់នៅនេះគ្រប់គ្នាក៏ភ្ញាក់ផ្អើលរីករាយណាស់គ្រប់គ្នាមើលឃើញថាល្អហើយក៏សម្រេចចិត្តជាមួយគ្នាថាអូខេសរុបហើយគឺយើងទៅលេងផ្ទះលោកដំណើរខេត្តក្រៅកាន់តែប្រសើរជាទីបំផុតដោយជាទេសចរខ្លីត្រឹមតែ3ថ្ងៃ2យប់ដើម្បីឲ្យយើងអាចមានពេលវេលាឲ្យបានជាមួយគ្នាពិតប្រាកដមនុស្សគ្រប់គ្នាមានអារម្មណ៍រំភើបហើយក៏រងចាំដំណើរទេសចរនេះយ៉ាងខ្លាំងទាំង4នាក់បានចេញដំណើរទៅដល់ផ្ទះលោកដំមុនសិនបន្ទាប់មកក៏បើករថយន្តទៅកាន់ទន្លេតូចមួយដែលស្ថិតនៅមិនឆ្ងាយពីផ្ទះនៅខេត្តក្រៅនោះទេទន្លេដែលនិយាយដល់នេះមិនមែនជាទីកន្លែងស្រស់ស្អាតឬអស្ចារ្យអ្វីឡើយប៉ុន្តែដោយសារតែតំបន់នោះជាសហគមន៍តូចមួយបរិយាកាសជុំវិញផ្ទះសម្រាប់របស់លោកដំក៏មានភាពឯកជននិងស្ងប់ស្ងាត់ខ្លាំងណាស់វាធ្វើឲ្យទាំង4នាក់មានអារម្មណ៍ចូលចិត្តហើយសម្រេចចិត្តយ៉ាងខ្លាំងក្នុងយប់ដំបូងដែលទៅដល់កន្លែងស្នាក់នៅគ្រប់គ្នាសប្បាយចិត្តណាស់អង្គុយធ្វើម្ហូបបរិភោគគ្នានិយាយគ្នាសើចគ្នារហូតដល់យប់យាងហើយមានតែលោកតាមម្នាក់ប៉ុណ្ណោះដែលជាម្ចាស់ទីដោយសារតែគាត់ជាម្ចាស់ផ្ទះផងដែរគាត់ផឹកស្រាឥតឈប់សម្រាកតើតែស្រវឹងខ្លាំងតើតែលោកបុយផ្ទាល់ត្រូវអរគុណតាមហើយនាំគាត់ចូលគេងក្នុងតង់បន្ទាប់មក3នាក់នៅសល់ក៏អង្គុយនិយាយអង្គុយញ៉ាំនៅតែបន្តរហូតដល់ប្រហែលម៉ោង1យប់មុនពេលដែលគ្រប់គ្នាបែងចែកគ្នាចូលគេងសម្រាប់ការធ្វើដំណើរទៅលេងខេត្តនៅផ្ទះសំណាក់របស់លោកតាមនេះមិនបានចូលគេងក្នុងផ្ទះរបស់លោកតាមទេដោយសារតែផ្ទៃដីខាងក្រៅផ្ទះវាធំទូលាយណាស់ទាំង4នាក់គេក៏យកតង់ទៅបោះគ្នាទទួលខ្យល់ទស្សនាទេសភាពសម្រាប់ស្ត្រី2នាក់ក្នុងក្រុមគឺលោកស្រីហ្វឺននិងលោកស្រីអូនឹងគេងក្នុងតង់មួយដូចគ្នាចំណែកបុរស2នាក់គឺលោកតាមនិងលោកបុយក៏នឹងគេងជាមួយគ្នាឃើញតង់មួយខ្នាតតូចមិនធំសោះបោះនៅជិតមាត់ទឹកនោះហើយជិតផ្ទះសំណាក់របស់លោកតាមផ្ទាល់អ្នកស្រីហ្វឺនគាត់ក៏មិនប្រកាសដែរថាគាត់បានដេកយូរប៉ុណ្ណាប៉ុន្តែគាត់ដឹងតែថាគាត់ភ្ញាក់ឡើងព្រោះបានឮសំឡេងមួយដែលធ្វើឲ្យគាត់មានអារម្មណ៍អន់ចិត្តវាជាសំឡេងទឹកដែលចេញពីព្រែកចិត្តហើយវាមិនមែនមានតែម្ដងទេតែសំឡេងនោះវាដូចជាដែលមាននរណាម្នាក់កំពុងយកទឹកពីព្រែកហើយចាក់ទៅលើដីម្ដងហើយម្ដងទៀតដោយមិនឈប់សម្រាកសំឡេងទឹកនោះវានៅតែបុកគ្នាដូចនេះចំណែកអ្នកស្រីហ្វឺនគាត់ព្យាយាមបង្វិលមុខទៅមើលអ្នកស្រីអូដែលដេកនៅក្បែរដើម្បីសួរថាបានឮសំឡេងដូចគ្នាដែរឬអត់តែភ្លាមដែលគាត់ប៉ះភ្នែកទៅវិញគាត់ឃើញតែស្រោមភួយប៉ុណ្ណោះវាជាស្រោមភួយដែលដាក់លើក្រែតទេអ្នកស្រីអូមិនបានដេកនៅលើក្រែជាប់គ្នានោះទេពេលឃើញបែបនោះអ្នកស្រីហ្វឺនក៏ភ្លាមអង្គុយឡើងលើក្រែហើយបន្តិចក៏លោតមុខចេញពីតង់ដើម្បីមើលទៅខាងក្រៅពេលដែលគាត់កំពុងលោតមុខចេញទៅក្រៅគាត់បានឃើញខ្យល់ត្រជាក់កំពុងបក់ចូលមកនៅពេលនោះភ្នែករបស់គាត់នៅតែស្រអាប់ស្រអួលនៅឡើយព្រោះទើបតែភ្ញាក់ពីដំណេកប៉ុន្តែទោះជាយ៉ាងណាគាត់ក៏ព្យាយាមមើលទៅកាន់ច្រាំងទន្លេដែលនៅជិតហើយបានឃើញថាមានរូបមនុស្សជាច្រើនកំពុងឈរនៅច្រាំងទន្លេនោះហើយមនុស្សទាំងអស់គ្នានោះសុទ្ធតែជាអ្នកដែលស្លៀកខោអាវសាំទាំងអស់អ្វីដែលគាត់ឃើញមុខមាត់ប្លែកគឺម្នាក់ក្នុងចំណោមអ្នកទាំងនោះគឺជាអ្នកស្រីអូផងដែរ
ពេលឃើញមិត្តរបស់ខ្លួនបែបនោះលោកស្រីហ្វឺនក៏មិនរងចាំទេគាត់បានហៅសួរលោកស្រីអូថាអូមកលេងទឹកអីមិនយប់យប់បែបនេះហើយកំពុងលេងជាមួយនរណាដំបូងលោកស្រីអូមិនបានឆ្លើយតបវិញទេរហូតដល់លោកស្រីហ្វឺនមានអារម្មណ៍ថាមិត្តរបស់គាត់ប្រហែលជាកំពុងតែត្រជាក់ព្រោះពេលឃើញគាត់ស្លៀកខោអាវសាមទាំងអស់មុនពេលលោកស្រីហ្វឺនយកកន្សែងជូតខ្លួនហើយមានបំណងចេញទៅរកមិត្តរបស់ខ្លួនដើម្បីឃើញថាពេលនេះមិត្តរបស់គាត់កំពុងលេងទឹកជាមួយនរណាតែប៉ុន្តែភ្លាមដែលលោកស្រីហ្វឺនរុញស៊ីបតង់របស់លោកស្រីអូគាត់ក៏និយាយឡើងថាមិត្តឲ្យខ្ញុំក្តៅនិយាយស្ទើរតែជាបន្តបែបនោះនិយាយមកវិញនិយាយទៅថាក្តៅនៅពេលនោះលោកស្រីហ្វឺនដោយសារតែគាត់ងុយគេងផងក៏ទទួលស្គាល់ថាមានអារម្មណ៍ខឹងបន្តិចពេលដែលគាត់កំពុងតែបន្តិចមើលទៅកាន់លោកស្រីអូម្ដងទៀតនៅពេលនោះដែលគាត់កំពុងតែសម្លឹងមើលលោកស្រីអូដែលកំពុងធ្វើអ្វីមួយនោះលោកស្រីហ្វឺនក៏បានឮសំឡេងលោកស្រីអូហៅមកពីខាងក្នុងតង់លោកស្រីហ្វឺនប្រាប់ថាគាត់ទៅលោកស្រីអូនិយាយខាងក្រោយថាហ្វឺនកំពុងតែចេញទៅបង្គោលនេះនៅពេលដែលលោកស្រីហ្វឺនបានឮសំឡេងលោកស្រីអូសួរយ៉ាងនោះគាត់ក៏ស្រួលចិត្តខ្លាំងណាស់មានអារម្មណ៍ថាភ័យខ្លាចដល់ថ្នាក់និយាយមិនចេញមុនពេលដែលគាត់បង្រួមខ្លួនត្រឡប់មកមើលក្នុងតង់របស់ខ្លួនវិញហើយវាបានបង្ហាញថាអ្វីដែលស្ថិតនៅពីក្រោយគាត់នោះពេលនេះគឺជាលោកស្រីអូដែលទើបតែអង្គុយឡើងពីគ្រែហើយកំពុងធ្វើមុខស្រួលចិត្តជាមួយនឹងប៉ះក្បាលសួរលោកស្រីហ្វឺនហើយនិយាយបញ្ជាក់ម្ដងទៀតថានេះអូនចង់ទៅបង្គោលឬនៅពេលដែលបង្រួមខ្លួនមកឃើញមិត្តភក្តិដូច្នោះលោកស្រីហ្វឺនក៏ភ្ញាក់ផ្អើលខ្លាំងណាស់ប៉ុន្តែបានបង្រួមមុខចេញទៅមើលខាងក្រៅតង់បង្ហាញថាស្ត្រីម្នាក់នោះដែលលោកស្រីហ្វឺនគិតថាជាលោកស្រីអូមនុស្សដែលឈរនៅជិតទន្លេជាមួយមនុស្សជាច្រើននោះពេលនេះនៅកន្លែងនោះគ្មាននរណាម្នាក់សោះដូច្នេះនៅពេលឃើញដូច្នោះលោកស្រីហ្វឺនក៏មិនពន្យាពេលទេបិទស៊ីបតង់យ៉ាងឆាប់រហ័សហើយបង្រួមមុខមកសួរលោកស្រីអូថាមុននេះបន្តិចអូនបានចេញទៅណាមកទេដោយលោកស្រីអូក៏បញ្ជាក់ផងដែរថានាងមិនបានចេញទៅណាទេព្រោះថាពេលដែលលោកស្រីអូភ្ញាក់ឡើងនាងក៏ឃើញថាលោកស្រីហ្វឺនកំពុងតែបិទស៊ីបតង់ហើយដើរចេញទៅខាងក្រៅនាងក៏សួរថាតើនឹងចេញទៅបង្គន់ឬទេដើម្បីអាចទៅជាមួយបន្ទាប់ពីអ្នកទាំងពីរបាននិយាយគ្នាលោកស្រីហ្វឺនក៏ទើបបានដឹងថានៅពេលដែលនាងបង្រួមមុខមកហើយមិនឃើញលោកស្រីអូសោះពិតប្រាកដណាស់ថាលោកស្រីអូមិនបានចេញទៅណាទេនាងនៅគេងនៅកន្លែងដើមនោះផងដែរគ្រាន់តែលោកស្រីហ្វឺនមិនឃើញនាងទេអ្នកទាំងពីរអ្នកក៏មិនដឹងដូចគ្នាដែរថាហេតុអ្វីវាធ្វើឲ្យកើតឡើងបែបនោះបន្ទាប់ពីលោកស្រីអូស្ដាប់រឿងរ៉ាវពីលោកស្រីហ្វឺនលោកស្រីអូក៏ធ្វើមុខភ្ញាក់ផ្អើលដូចជាមិនយល់ពីអ្វីដែលទើបតែបានកើតឡើងនោះតែមិនទាន់ឲ្យអ្នកទាំងពីរបានសម្រេចចិត្តអ្វីទេមិនយូរប៉ុន្មានស្រាប់តែមានសំឡេងស្ត្រីម្នាក់លេចឡើងពីខាងក្រៅតង់ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺសំឡេងដែលអ្នកទាំងពីរបានឮពីខាងក្រៅតង់នោះវាជាសំឡេងរបស់លោកស្រីអូផ្ទាល់នៅពេលនោះលោកស្រីហ្វឺននិងលោកស្រីអូដែលស្ថិតនៅក្នុងតង់បានមើលគ្នាហើយភ្ញាក់ផ្អើលជាមួយគ្នាចាប់ដៃគ្នាដោយរឹងមាំហើយព្យាយាមប្រមូលស្មារតីវិញប៉ុន្តែនៅក្នុងចិត្តពិតវិញគិតច្របូកច្របល់ទៅឆ្ងាយហើយគ្មានអាចគ្រប់គ្រងបានទេអ្នកទាំងពីរនេះក៏ដឹងច្បាស់ថាពេលនេះមិនគួររស៊ីបតង់ចេញទៅខាងក្រៅទេមុនពេលដែលលោកស្រីហ្វឺននឹកឃើញអំពីលោកបុយមិត្តស្និទ្ធដែលគេងនៅតង់ខាងជាប់នាងបានបើកទូរស័ព្ទឡើងហើយផ្ញើសារតាម LINE ទៅកាន់លោកបុយអារម្មណ៍នៅពេលនោះគឺដូចជាចង់រកមិត្តមកស្នាក់នៅជាមួយឲ្យបានច្រើនបំផុតប្រហែលនោះនាងផ្ញើសារទៅប៉ុន្តែមិនហ៊ានទូរស័ព្ទទេព្រោះលោកស្រីហ្វឺននិយាយថានាងភ័យថាអ្វីដែលស្ថិតនៅខាងក្រៅតង់នឹងឮសំឡេងហើយដឹងថាលោកស្រីហ្វឺនជាមួយលោកស្រីអូបានដឹងរឿងហើយប្រហែលនោះហើយដោយសារតែបែបនេះលោកស្រីហ្វឺនបានជ្រើសរើសប្រើវិធីផ្ញើសារតាម LINE ទៅរកមិត្តវិញនាងបានវាយសារទៅកាន់លោកបុយប្រហែលថាបានដេកហើយឬនៅខ្ញុំភ័យខ្ញុំគិតថាខ្ញុំជួបរឿងអាក្រក់នៅខាងក្រៅតង់មិនទាន់បានប៉ុន្មានវិនាទីទេលោកបុយក៏ឆ្លើយតបមកវិញសរុបគឺលោកបុយក៏មិនទាន់ដេកដូចគ្នាទេសារដែលលោកបុយផ្ញើមកវិញគាត់បានវាយតែប៉ុណ្ណោះថាកុំចេញពីតង់ណាខ្ញុំក៏ជួបដែរស្អែកសួរសុខទុក្ខគ្នាវិញពេលដែលទាំងពីរតង់បានដឹងបែបនោះថាខាងក្រៅមានរឿងអ្វីមួយចម្លែកពេលនេះនីមួយក៏ផ្ញើស្ទីកអូខេទៅរកគ្នាដើម្បីបញ្ជាក់ថាយកគ្នាហើយថាហាមឃាត់មិនឲ្យបើកតង់ចេញទៅខាងក្រៅទេនៅពេលដែលរឿងរ៉ាវបន្តទៅមុខខណៈពេលដែលអ្នកហ្វឺននិងអ្នកអូកំពុងអង្គុយនៅក្នុងតង់ហើយក៏កំពុងវាយសារជេរគ្នានៅក្នុងឡានជាមួយអ្នកបុយអាយនៅពេលនោះសំឡេងស្ត្រីដែលជាសំឡេងរបស់អ្នកអូនៅខាងក្រៅតង់ក៏នៅតែហៅមកជាប់មិនឈប់ប៉ុន្តែសំឡេងនោះវាបានផ្លាស់ប្ដូរយឺតពីការហៅធម្មតាវាប្រែក្លាយទៅជាការហៅដែលភ្ជាប់ជាមួយសំឡេងយំយ៉ាងសោកសៅដូចជានាងកំពុងទទួលរងការឈឺចាប់អ្វីមួយនៅយប់នោះទាំងអ្នកហ្វឺននិងអ្នកអូមិនអាចដេកបានសោះទោះបីជាធ្វើការធុញហត់មកពេញមួយថ្ងៃក៏ដោយតែពួកគេក៏ភ័យដល់ថ្នាក់មិនហ៊ានផ្លាស់ទីទៅណាទេមិនយូរប៉ុន្មានទឹកមេឃក៏ចាប់ផ្ដើមភ្លឺ
ហើយសំឡេងនៅមុខតង់ក៏ចាប់ផ្ដើមបន្តិចហើយបន្ទាប់មកសំឡេងនោះក៏បាត់ទៅជាចុងក្រោយតែពេលដល់ព្រឹកមនុស្សនីមួយក៏គ្មាននរណាហ៊ាននិយាយអំពីរឿងកាលពីយប់មិញសោះពិតគ្រាន់តែដឹងថាមនុស្សគ្រប់គ្នាបានជួបរឿងដូចគ្នាហើយរឿងដែលបានជួបនៅខាងក្រៅតង់នោះប្រហែលជាភ្នែកប្រកបណាស់បន្ទាប់ពីមនុស្សគ្រប់គ្នាមកជួបគ្នាលោកដុំដែលជាម្ចាស់ទីតាំងក៏ជាមនុស្សដំបូងដែលនិយាយថាចាំយើងទៅលេងក្នុងទីក្រុងល្អជាងហើយល្ងាចសិនមកស្នាក់នៅទីនេះវិញបន្ទាប់ពីលោកដុំនិយាយបែបនេះលោកអូនិងលោកហ្វឺនក៏មិនចង់ទៅណាទៀតទេពួកគេនិយាយទៅកាន់លោកដុំថាតើយើងត្រឡប់ទៅវិញបានទេខណៈដែលលោកមួយក៏ឆ្លើយតបភ្លាមដូចជាគាំទ្រពួកគេថាឲ្យត្រឡប់ទៅវិញទៅពេលដែលមិត្តទាំង3នាក់និយាយបែបនោះលោកដុំដែលជាម្ចាស់ទីតាំងក៏ភ្ញាក់ផ្អើលខ្លាំងណាស់ព្យាយាមបញ្ចុះបញ្ចូលឲ្យគ្រប់គ្នាឲ្យស្នាក់នៅបន្តមុនពេលដែលគាត់ចាប់ផ្ដើមគិតថាតើមានអ្វីកើតឡើងឬទេហេតុអ្វីបានជាគ្រប់គ្នាចង់ត្រឡប់ទៅផ្ទះលោកបុយក៏បាននិយាយថាបើមិត្តចង់ដឹងអីមែនទេចាំចេញពីទីនេះសិនហើយខ្ញុំនឹងប្រាប់ឲ្យដឹងផ្ទាល់បើទោះបីជាលោកបុយនិយាយបែបនោះក៏ដោយលោកតាមក៏ព្យាយាមសួរបន្តទៀតប៉ុន្តែហាក់ដូចជាទាំង3នាក់មិនព្រមប្រាប់ពិតទេចុងក្រោយលោកតាមក៏ចុះសម្រួលតាមបន្ទាប់មកមនុស្សទាំងអស់ក៏ប្រមូលសម្ភារៈចេញពីកន្លែងនោះទោះបីវាលែងទាន់ម៉ោង8ម៉ោងក៏ដោយពេលរថយន្តបើកមកដល់កន្លែងស្នាក់នៅក្នុងទីក្រុងមនុស្សគ្រប់គ្នាក៏ដកដង្ហើមស្រាលមួយមុននឹងទៅឈប់សម្រាកនៅហាងបាយហើយលោកហ្វឺនក៏បរិភោគបន្តិចបន្តួចប៉ុណ្ណោះពេលមានកម្លាំងឡើងវិញគាត់ក៏សម្រេចចិត្តប្រាប់រឿងការពីយប់មិញឲ្យគ្រប់គ្នាស្ដាប់ចាប់ពីពេលភ្ញាក់នឹងកណ្ដាលយប់ហើយបានឮសំឡេងមនុស្សកំពុងសម្អាតទឹកឃើញលោកអូហើយបាត់ទៅហើយឃើញមនុស្សជាច្រើនឈរជាមួយលោកអូនៅជិតទន្លេរហូតដល់ត្រឡប់មកឃើញលោកអូនៅដេកក្នុងតង់ដោយធម្មតាឬសូម្បីតែរឿងដែលបានឮសំឡេងមនុស្សនៅខាងក្រៅតង់ហើយដោយសំឡេងរបស់លោកអូផងដែរបន្ទាប់ពីលោកហ្វឺននាងបានប្រាប់រឿងចប់ហើយលោកហ្វឺនក៏សួរលោកបុយថាកាលពីយប់មិញដែលអ្នកបាននិយាយថាអ្នកក៏ជួបដូចគ្នាអ្នកបានជួបអ្វីដែរបុយលោកបុយបានប្រាប់ថាកាលពីយប់មិញគាត់គេងមិនលក់ទោះបីជាធម្មតាគាត់ជាមនុស្សដែលគេងលក់ងាយណាស់ក៏ដោយចំណែកលោកទុំដែលគេងនៅក្បែរគាត់វិញគេងលក់តាំងពីល្ងាចទៅហើយព្រោះបានផឹកស្រាច្រើនពេកលោកបុយវិញគេមកវិលខ្លួនទៅមកក្នុងតង់យូរមួយរយៈហើយក៏យកទូរស័ព្ទមកថតរូបលេងរហូតដល់យប់ជ្រៅក៏នៅមិនទាន់គេងលក់សោះទោះបីជាយ៉ាងណាគាត់បានឮសំឡេងចម្លែកមួយលឺចេញមកពីខាងក្រៅតង់សំឡេងនោះដូចជាមាននរណាម្នាក់កំពុងរករករបស់ហើយបន្តិចកំពុងរុញអ្វីមួយលើទៅមានម្ហូបអាហារដែលមនុស្សគ្រប់គ្នាបានទុកចោលនៅមុខកន្លែងស្នាក់នៅសំឡេងនេះដូចជាមាននរណាម្នាក់កំពុងចាប់បង្វិលថង់ប្លាស្ទិកថង់នំឬកំពុងចាប់ឧបករណ៍ផ្សេងយ៉ាងចំណាប់អារម្មណ៍សំឡេងនេះមិនមែនជាសំឡេងសត្វមកខាំឬក្រឡេកទេព្រោះវាមានទម្ងន់មានចង្វាក់ដូចជាមនុស្សកំពុងស្វែងរកអ្វីមួយពិតលោកបុយបានប្រាប់ថាពេលនោះគាត់ស្ងៀមស្ងាត់ស្រមោលព្យាយាមទប់ដង្ហើមហើយស្ដាប់យ៉ាងប្រុងប្រយ័ត្នដើម្បីប្រាកដថាគាត់មិនបានស្ដាប់ច្រឡំឡើយគាត់ប្រកាសថាមិនមែនជាលោកស្រីហ្វឺនឬលោកស្រីអូទេមុនពេលលោកបុយសម្រេចចិត្តបន្តិចលោតមុខទៅមើលតាមបង្អួចតង់ខាងមុខតង់នីមួយវាមានរន្ធតូចមួយដែលអាចមើលចេញទៅក្រៅបានហើយគាត់ក៏បានឃើញអ្វីមួយដែលមិនគួរឲ្យឃើញលោកបុយបានប្រាប់ថានៅតោដែលគ្រួសារទាំងអស់ធ្វើម្ហូបញ៉ាំពេលល្ងាចហើយក៏មិនទាន់សម្អាតអស់គាត់បានឃើញមនុស្សប្រហែល4-5នាក់កំពុងកន្ទុយមុខរួមគ្នាញ៉ាំអាហារដែលនៅសល់លើតុខ្លះក៏ញ៉ាំបំណែកអាហារដែលធ្លាក់បែកបាក់នៅលើដីគ្មាននរណានិយាយគ្មានសំឡេងទេទាំងអស់ស្ងៀមស្ងាត់មានតែសំឡេងដែលកំពុងស្វែងរកអ្វីមួយលើតុហើយសំឡេងអង្ករទឹកសាមដែលកំពុងត្រូវដាក់ចូលមាត់រួមទាំងសំឡេងខ្ទីបន្តិចមនុស្សខ្លះគាត់អង្គុយយ៉ាងទាបហើយអង្គុយញ៉ាំពួកគេគ្រប់គ្នាអង្គុយបែបនោះមកយូរហើយមនុស្សទាំងអស់ស្លៀកពាក់សម្លៀកបំពាក់ចាស់ខូចពណ៌ស្លេកស្លាប់មានស្នាមមកខ្វក់មនុស្សខ្លះក៏អង្គុយបែបរៀងរាលធ្វើក្បាលបែបលៀងដូចជាគាត់កំពុងនឿយហត់ឬអស់កម្លាំងប្រហែលបែបនោះប៉ុន្តែទោះបីជាទម្រង់របស់មនុស្សនោះជាបែបនោះក៏ដោយតែដៃរបស់គាត់ក៏នៅតែស្វែងរកអាហារដដែលដូចជាសិទ្ធិវិញ្ញាណវាបញ្ជាឲ្យញ៉ាំមិនមែនញ៉ាំដោយមានស្មារតីឬដោយចង់ញ៉ាំឡើយលោកបុយបានបន្តប្រាប់ថានៅពេលដែលគាត់កំពុងស្ទាក់ដង្ហើមមើលមនុស្សទាំងនោះស្រាប់តែមានមនុស្សម្នាក់ក្នុងចំណោមពួកគេដែលអង្គុយយាងកំពុងកន្ទុយមុខញ៉ាំអាហារស្រាប់តែឈប់សកម្មភាពហើយលើកមុខឡើងយ៉ាងយឺតមុខរបស់មនុស្សនោះសពថ្ងៃស្លេកស្លាប់ដូចជាមិនមានឈាមសោះស្បែកមុខរបស់គាត់ក៏តឹងដូចជាត្រូវបានទាញចេញភ្នែករបស់គាត់ក៏លេចចេញមកក្រៅដូចជាចង់រអិលចេញពីរន្ធភ្នែកប៉ុន្តែគាត់ក៏នៅតែបញ្ចេញមើលមកវិញដោយភ្នែកដែលស្រដៀងនឹងភ្នែកមនុស្សស្លាប់មកយូរហើយចំណែកមាត់របស់គាត់វិញក៏ពោពេញទៅដោយស្នាមអាហារនិងមុខខ្វក់ដែលបានដាក់ចូលមាត់កន្លងមកនេះផងដែរអ្វីដែលធ្វើឲ្យខ្លាចជាងនោះទៀតគឺមនុស្សនោះគាត់បន្តិចលើកមុខឡើងហើយបង្វិលលោកទៅមើលផ្ទាល់ទៅកាន់តង់
មើលទៅកន្លែងដែលលោកបុយកំពុងលាក់មើលមនុស្សពួកនោះស្ថិតនៅហើយវាក៏ជាចន្លោះពេលតែមួយដដែលមនុស្សដែលអង្គុយយ៉ាងទាបហើយបង្វិលមុខមករកលោកបុយគាត់ដូចជាបញ្ជូនសញ្ញាអ្វីមួយទៅឲ្យមនុស្សផ្សេងទៀតដែលកំពុងញ៉ាំបាយនៅទីនោះឲ្យដឹងខ្លួនព្រោះថាបន្ទាប់មកមនុស្សទាំងអស់ដែលកំពុងកន្ទុយមកញ៉ាំបាយក្នុងរយៈពេលបន្តិចតែប៉ុណ្ណោះមនុស្សទាំងអស់ក៏សម្របគ្នាឈប់ស្ងាត់ហើយលើកមុខបង្វិលមុខមកមើលទៅកាន់តង់ដែលលោកបុយកំពុងសម្លឹងមើលពួកគេពេលដែលបានឃើញអញ្ចឹងលោកបុយក៏ភ័យដល់ថ្នាក់ដួលដល់ហើយព្យាយាមបញ្ជូនឲ្យលោកតាមភ្ញាក់ឡើងប៉ុន្តែវាដូចជាកំពុងនិយាយជាមួយខ្យល់ប៉ុណ្ណោះព្រោះលោកតាមគាត់ដេកជ្រៅមិនដឹងអ្វីសោះគាត់ស្រវឹងខ្លាំងពេកស្រវឹងដល់ថ្នាក់មិនអាចដឹងខ្លួនបានទេមិនថាលោកបុយនឹងញ័រខ្លួនឬហើយយ៉ាងណាក៏ដោយលោកតាមក៏មិនបង្ហាញសញ្ញាណថានឹងភ្ញាក់ឡើងសោះទេនៅពេលនោះផងដែរលោកបុយបានឃើញស្ត្រីម្នាក់អង្គុយបោះជង្គង់នៅមុំតោស្ត្រីនោះមានសក់ពណ៌ស្វែងហាក់ដូចជាមនុស្សចាស់ម្នាក់មុខរបស់បងស្រីនោះមើលទៅស្រពេចស្រពេលភ្នែកគ្មានជីវិតសោះបងស្រីនោះបានឈរឡើងយឺតដោយដៃមួយទម្លាក់ចោលក្បាលខ្លួនខណៈដែលដៃមួយទៀតលើកឡើងហើយក៏លេយឺតដូចជាកំពុងហៅឲ្យលោកបុយចូលទៅប៉ុន្តែស្រាប់ស្រាលលោកបុយក៏បានឮសំឡេងលោកអូហើយផងដែរលោកបុយចាំបានច្បាស់ណាស់ថានេះជាសំឡេងរបស់លោកអូពិតហើយសំឡេងនោះក៏ឮចេញមកពីខាងក្រៅផងដែរសំឡេងហៅនោះឮច្បាស់ណាស់រហូតដល់ថ្នាក់លោកបុយគិតថាលោកអូប្រហែលជាបាក់តង់ចេញមកហើយឈរហៅលោកបុយនៅមុខតង់ពិតតែពេលសង្កេតមើលល្អពេលមើលត្រង់ទៅមុខសំឡេងលោកអូដែលហៅនោះមនុស្សដែលហៅមិនមែនជាលោកអូទេប៉ុន្តែវាប្រែคล้ายទៅជាយាយចាស់ម្នាក់នោះវិញដែលកំពុងក្រឡេកដៃហៅលោកបុយហើយក៏បញ្ចេញសំឡេងហៅផងដែរតែសំឡេងរបស់យាយនោះវិញជាសំឡេងរបស់លោកអូពេលឃើញបែបនោះលោកគាត់ក៏សម្រេចចិត្តប្រមូលដៃរុញស៊ីបបិទបង្អួចយ៉ាងលឿនបំផុតហើយបង្វិលក្នុងរត់ត្រឡប់ចូលទៅកន្លែងគេងភ្លាមនៅវិនាទីដែលកំពុងកោងខ្លួនគេងហើយសន្លប់ខ្លួនស្ទើរតែញ័រនោះមិនយូរប៉ុន្មានទេឡាញរបស់លោកបុយក៏លេចឡើងហើយសារដែលលេចឡើងនោះគឺជាសាររបស់លោកហ្វឺនដែលលោកហ្វឺនសួរថាគេងហើយឬនៅហើយថាក៏ខ្ញុំទៅជួបរឿងចម្លែកនៅខាងក្រៅតង់កដែលលោកបុយបានឃើញមុននោះរួចហើយលោកបុយក៏អានហើយឆ្លើយតបទៅកាន់លោកហ្វឺននិងលោកអូថាកុំចេញមកខាងក្រៅតង់ខាតបន្ទាប់ពីលោកបុយបានប្រាប់រឿងដែលគាត់បានជួបរហូតដល់ចប់នោះយាយកាសជុំវិញតុអាហារក៏ស្ងាត់ភ្លាមគ្មាននរណានិយាយអ្វីបន្ថែមទៀតទេដូចជាកំពុងមើលចូលទៅក្នុងគំនិតរបស់ខ្លួនឯងទាំងការភ័យខ្លាចទាំងការសង្ស័យថាកាលពីយប់មិញមនុស្សគ្រប់គ្នាបានជួបអ្វីគ្នាដែរប៉ុន្តែស្រាប់ស្រាលលោកដំដែលកំពុងអង្គុយបរិភោគអាហារនោះបានដកដង្ហើមយូរយ៉ាងខ្លាំងមុនពេលដែលគាត់ចាប់ផ្ដើមប្រាប់រឿងមួយដោយសំឡេងទាបដូចជាមនុស្សមានអារម្មណ៍ខុសនិងក៏ខ្លាចបារម្ភចំពោះអ្នកដទៃផងដែរលោកដំបាននិយាយថារឿងទាំងអស់នេះប្រហែលជាមកពីខ្ញុំផងដែរខ្ញុំគិតថាវាជារឿងដែលគេនិយាយបន្តគ្នាមកទេមិនបានគិតថាវាជារឿងពិតទេគឺប្រហែល2ខែមុនពេលដែលមនុស្សគ្រប់គ្នាមកលេងគ្នានៅផ្ទះសម្រាប់របស់លោកដំនោះម្ដាយរបស់លោកដំបានប្រាប់រឿងមួយឲ្យលោកដំស្ដាប់ថាមានក្រុមមនុស្សបរទេសមួយបានមកស្នាក់នៅជាយាយជំរុំក្បែរតំបន់ដែលក្រុមអ្នកហ្វឺនបានដាក់តង់នោះដែរប៉ុន្តែមិនយូរប៉ុន្មានក្រោយមកមនុស្សក្រុមនោះក៏បានបាត់ខ្លួនទៅប្រជាជនក្នុងតំបន់នោះគ្មាននរណាដឹងថាមនុស្សទាំងនោះបាត់ទៅណាទេរហូតមកដល់ប្រហែល4ថ្ងៃក្រោយមកទើបបានរកឃើញសពអ្នកស្លាប់គេបានស្លាប់នៅលើថ្មធំក្រោមទន្លេត្រង់តំបន់នោះដែលជាចំណុចដែលទឹកហូរបាត់ខ្លាំងដូច្នេះសពទាំងនោះបាននឹងវាយទៅជាប់នៅទីនោះដំបូងលោកដមួយគាត់ក៏គិតដែរពេលដែលគាត់បានឮដំណឹងគាត់គិតថាវាហាក់ដូចជាអាករគ្រោះថ្នាក់ធម្មតាប៉ុណ្ណោះមិនបានគិតអំពីរឿងអាតកំបាំងអ្វីទេហើយផ្ទាល់ខ្លួនលោកដមួយគាត់ក៏មិនដែលជួបប្រទះជឿជាអំពីរឿងខ្មោចឬរឿងអាតកំបាំងទាំងនេះដែរដូច្នេះគាត់ក៏មិនបានប្រាប់រឿងទាំងនេះឲ្យមិត្តភក្តិស្ដាប់ឡើយលោកដមួយគាត់ខ្លាចថាបើប្រាប់មុនមិត្តភក្តិទាំងអស់នឹងមិនហ៊ានមកដំណើរកំសាន្តនេះទេហើយនឹងធ្វើឲ្យគ្រប់គ្នាភ័យខ្លាចហើយមិនចង់មកលេងទៀតលើសពីនេះទៅទៀតលោកដមួយគាត់ក៏ជាអ្នកដឹកនាំផងដែរក្នុងការណែនាំឲ្យគ្រប់គ្នាមកលេងទីនេះហើយគាត់ក៏មិនដឹងទេថាមកដល់ទីនេះហើយនឹងជួបប្រទះរឿងអ្វីបែបនេះដូចដែលបាននិយាយទៅហើយថាគាត់គិតថាវាហាក់ដូចជាគ្រោះថ្នាក់ធម្មតាប៉ុណ្ណោះមិនបានគិតថានឹងមានមនុស្សស្លាប់ទេហើយក៏មិនគិតថាមនុស្សដែលស្លាប់នោះនឹងខ្លាំងដល់ថ្នាក់នេះដែរពេលដែលអ្នកស្រីហ្វឺនបានរឿងបែបនោះគាត់ក៏មានមុខស្រង់ភ្លាមតាក់ស្លាបព្រាបានលើតោហើយបង្វិលមុខមកមើលលោកដងមុននឹងគ្រប់គ្នាសម្រុំគ្នាដោយសម្លឹងមកលោកដំហើយថាហេតុអ្វីមិនប្រាប់យើងទេលោកដំក៏តែធ្វើមុខស្រង់ហើយទទួលយកការរិះគន់ពីមិត្តភក្តិប៉ុន្តែទោះបីជាមិត្តភក្តិរិះគន់ក៏ដោយក៏ជារបៀបរបស់មិត្តភក្តិចិត្តស្និទ្ធមែនទេមិនមានការកាត់អារម្មណ៍ខឹងគ្នាឡើយគ្រប់គ្នាយល់ថាលោកកំពុងតែចាប់ឲ្យមិត្តភក្តិមកលេងជាមួយគ្នាលើកចុងក្រោយប៉ុណ្ណោះ
បន្ទាប់ពីគ្រប់គ្នាបានឆ្លងកាត់ព្រឹត្តិការណ៍នេះមកគ្រប់គ្នាក៏ដឹងថាខ្លួនឯងមិនមែនមើលច្រឡំឬជួបរឿងចៃដន្យនោះទេវាជារឿងដែលមានមូលហេតុនិងផលវិបាកមូលហេតុគឺមនុស្សដែលស្លាប់នៅតំបន់នោះផលវិបាកគឺពួកគេបានជួបវាហើយនេះក៏ជាលើកដំបូងដែលពួកគេបានជួបមេរោគជាក្រុមមិត្តភក្តិគ្រប់គ្នាស្របចិត្តថារឿងនេះនឹងក្លាយជារឿងបញ្ចប់ដ៏ចម្លែកនិងមិនដូចនរណាផ្សេងទៀតឡើយពេលគ្រប់គ្នាសុវត្ថិភាពរួចហើយគ្មាននរណាម្នាក់ខឹងលោកតុំទេហើយក៏មិនអាចខឹងបានដែរព្រោះគ្រប់គ្នាជាមិត្តស្និទ្ធគ្នាទាំងអស់រឿងនេះរបស់លោកហ្វឺននិងមិត្តភក្តិគួរឲ្យអ្នកស្ដាប់ដឹងថាមិត្តភក្តិក្នុងសម័យសាកលវិទ្យាល័យជាមិត្តភាពល្អណាស់ហើយក៏មានរយៈពេលយូរណាស់ផងដែរតែបញ្ជាក់ថាអាស្រ័យលើមនុស្សនីមួយផងដែរព្រោះមិត្តស្និទ្ធរបស់ខ្ញុំភាគច្រើនក៏ជាមិត្តសម័យសាកលវិទ្យាល័យដែរដូច្នេះនៅតែមានការទំនាក់ទំនងគ្នាទោះបីមានមួយចំនួនបាត់បង់គ្នាដែរក៏ដោយប៉ុន្តែសប្តាហ៍ថ្ងៃនេះមិត្តស្និទ្ធបំផុតក៏នៅតែជាមិត្តសម័យសាកលវិទ្យាល័យនេះហើយសម័យមធ្យមសិក្សាក៏មានខ្លះសម័យបឋមក៏មានតិចតួចតែដោយសារតែមនុស្សនីមួយមានភារកិច្ចខ្លួនឯងផងដែរសម័យសាកលវិទ្យាល័យគឺជាពេលវេលាដែលស្គាល់គ្នាហើយក៏ជាពេលដែលជីវិតនៅជិតគ្នាខ្លាំងបំផុតដូច្នេះវាធ្វើឲ្យคล้ายជាមិត្តស្និទ្ធយូរបំផុតចំណែករឿងរបស់លោកហ្វឺននេះខ្ញុំគិតថាអ្នកដែលស្លាប់នៅទីនោះប្រហែលជាចង់សម្លាប់ខ្លួនឯងឬទេឬក៏ប្រហែលជាកើតអគ្គិភ័យពិតដោយសារតែវាជាអគ្គិភ័យដែលមិនបានចង់ឲ្យកើតឡើងសម័យបុរាណគេហៅថាវស្លាប់ហិង្សាក៏អ្នកស្ដាប់ស្ថានភាពដែលឃើញនោះប្រហែលជាคล้ายជាអ្នកវិញ្ញាណរំលងទៅហើយផលដែលហេតុអ្វីគាត់ត្រូវហៅឲ្យអ្នកទាំងអស់គ្នាហ្វឺនចេញមកជួបគាត់នៅចំណុចនេះខ្ញុំផ្ទាល់ក៏មិនប្រកាសដូចគ្នាទេប្រសិនបើគិតទៅផ្លូវអាក្រក់គិតផ្លូវអវិជ្ជមានប្រហែលជាគាត់ចង់បានអ្នកជំនួសឬទេល្អណាស់ដែលមនុស្សទាំងអស់គ្នាមិនបានចេញទៅហើយក៏យកឆាប់ទាន់ពេលទេបើមិនដូច្នោះទេខ្ញុំមិនចង់គិតដែរថាអាចមាននរណាម្នាក់បាត់បង់ជីវិតទៀតឬទេប្រហែលជាស្លាប់ដោយលិចទឹកហើយហែលតាមទន្លេទៅបែបនោះដោយសារតែពេលនោះវាយប់ហើយនរណាមកបោះតង់នៅជិតទន្លេដែរអូហូទៅដើរលេងក៏មិនបានទេជាធម្មតាប្រសិនបើទៅបោះតង់ភាគច្រើនគេមិនបោះតង់ចិត្តទៅទេអ្នកស្ដាប់ជាទីគោរពទឹកជ្រោះទន្លេឬស្ទឹងបែបនេះគេមិនបោះតង់នៅត្រង់នោះទេព្រោះបើវាជាព្រៃសត្វវានឹងចេញមករកអាហារនៅជិតទឹកប្រហែលជាអាចរំខានផ្លូវដើររបស់សត្វផងដែរហើយសំខាន់បំផុតគឺច្បាប់នៃការបោះតង់តាមដែលខ្ញុំបានដឹងគឺបើបានបរិភោគអាហាររួចរាល់ហើយធ្វើម្ហូបរួចរាល់អ្វីទាំងអស់ត្រូវដាក់នៅក្នុងតង់មិនថាអ្វីក៏ដោយព្រោះនៅពាក់កណ្ដាលយប់សត្វវានឹងមករកអាហារហើយអាចបង្កគ្រោះថ្នាក់ដល់មនុស្សនៅក្នុងតង់បានដូច្នេះនៅឧទ្យានខ្លះគេមានច្បាប់ថាបើធ្វើម្ហូបរួចមិនថាជាថង់សម្រាមឬអ្វីក៏ដោយត្រូវរក្សាទុកឲ្យបានរឹងមាំឬបើអាចធ្វើទៅបានគួរតែយកអ្វីទាំងអស់ចូលក្នុងតង់អស់ទាំងស្រុងមិនដូច្នោះទេពេលព្រឹកវត្ថុមានតម្លៃអាចចម្អិនរហូតបានព្រោះសត្វវាមករកអាហារដោយសារវាអ៊ូស្ក្លិនម្ហូប